លោកលោកស្រីនៅនាងកញ្ញាជាទីគោរពនិងជាទីមេត្រីវិលមកជួបគ្នាសាជាថ្មីម្ដងទៀតនៅក្នុងកម្មវិធីគុណសោសុខភាពដែលកម្មវិធីគុណសោសុខភាពថ្ងៃនេះលើកឡើងនៅប្រធានបទដែលនិយាយអំពីជំងឺមហារីកមាត់ស្បូនជាបឋមនេះខ្ញុំសូមជម្រាបសួរទៅលោកស្រីវិជ្ជបណ្ឌិតថាអ្វីទៅជាជំងឺមហារីកមាត់ស្បូនចាសសូមជម្រាបសួរអ្វីទៅជាជំងឺមហារីកមាត់ស្បូនជំងឺមហារីកមាត់ស្បូនក៏ដូចជាជំងឺមហារីកដទៃទៀតដែរវាកើតឡើងមកអំពីមានការបម្រែបម្រួលនៃកោសិកាឲ្យខុសប្រក្រតីគឺមានន័យថាកោសិកាដែលបាត់បង់តួនាទីរបស់ខ្លួនហើយកោសិកាដែលវិវត្តខុសពីអ្វីដែលនៅក្នុងទីតាំងរបស់ខ្លួននឹងបំពេញមុខងាររបស់ខ្លួននឹងគឺគាត់ចាប់ផ្ដើមវិវត្តខុសទៅជាកាចហើយទៅជាផលិតកាន់តែធំទៅហើយរាលដាលទៅគាត់អាចរាលដាលដល់កោសិកានៅជុំវិញខ្លួនហើយគាត់ក៏អាចរាលដាលទៅដល់សរីរាង្គផ្សេងទៀតដែរគឺថាមុនដំបូងហ្នឹងគឺគាត់បំផ្លាញរាតត្បាតតែសរីរាង្គនៅខាងក្នុងខ្លួនឯងហ្នឹងទេនៅតែម្ដុំមាត់ស្បូនហ្នឹងទេហើយបន្តទៅគឺគាត់អាចរាលដាលទៅដល់សរីរាង្គផ្សេងទៀតដូចជាផ្លោកនោមដូចជាលាមកហើយលើសពីនោះទៀតគឺអាចរាលដាលទៅដល់ថ្លើមទៅដល់ខួរក្បាលទៅដល់សួតនៅពេលនោះហើយគេហៅថាមហារីកដែលវាកាចហើយពិបាកនឹងព្យាបាលចា៎អញ្ចឹងបានន័យថាជំងឺមហារីកមាត់ស្បូននេះនៅពេលដែលកើតមានហើយវានឹងបំផ្លាញទៅកោសិកាសរីរាង្គដទៃទៀតនៅក្នុងខ្លួនរបស់យើងចា៎ដំបូងគឺវាបំផ្លាញតែកោសិកានៅម្ដុំមាត់ស្បូននឹងទេបន្ទាប់មកវារាលដាលទៅដល់សរីរាង្គជុំវិញហ្នឹងដូចជាផ្លោកលាមកនិងផ្លោកនោមជាដើមហើយបន្តទៀតហ្នឹងគឺរាលដាលទៅដល់កូនកណ្ដុរជុំវិញហ្នឹងហើយចេញពីហ្នឹងទៅគឺទៅដល់ថ្លើមទៅដល់សួតហើយពេលហ្នឹងហើយដែលយើងការពារមិនបានគ្រប់គ្រងលែងបានគឺមនុស្សអាចស្លាប់ហើយក្នុងរយៈពេលដ៏ខ្លីការស្លាប់វាមានការលំបាកមិនមែនស្លាប់ស្រួលដូចយើងគ្រោះថ្នាក់ចរាចរណ៍ទេពេលដែលយើងកើតនៅជំងឺមហារីកមាត់ស្បូននេះគឺមានផលវិបាកទៅដល់កោសិកាសរីរាង្គដទៃទៀតគឺមានផលវិបាកដល់ជីវិតចាតែម្ដងចាហើយហេតុអ្វីទៅបានជានាំឲ្យកើតមាននៅជំងឺមហារីកមាត់ស្បូននេះចាហេតុអ្វីបានមនុស្សកើតមហារីកមាត់ស្បូនមូលហេតុដែលធ្វើឲ្យកើតមហារីកមាត់ស្បូនដែលធំជាងគេគឺមកអំពីមេរោគឈ្មោះ HPV Human Papilloma Virus គឺហៅ HPV អញ្ចឹងតែម្ដងដោយសារអត់មានភាសាបកប្រែទេដូចយើងហៅផ្ដាសាយបាក់សីផ្ដាសាយជ្រូក AH1N1 អញ្ចឹងបើ H5N1 អាហ្នឹងគឺ HPV ចាហ្នឹងគេហៅ HPV Human Papilloma Virusមូលហេតុដែលបណ្ដាលឲ្យកើតមហារីកមាត់ស្បូនដែលធំជាងគេគឺបណ្ដាលមកអំពីមេរោគ HPV នឹងឯងហើយមេរោគ HPV នឹងវាមានច្រើនប្រភេទណាស់វាមានពី150ប្រភេទទៅជិត200ប្រភេទចាសូមកាត់លោកស្រីវិជ្ជបណ្ឌិតទី HPV នឹងគឺជាអ្វីដែរចាគឺជាមេរោគដែលឆ្លងតាមការរួមភេទហើយអាចបណ្ដាលឲ្យមានជំងឺមហារីកមាត់ស្បូនមហារីកលឹងរបស់បុរសមហារីកស្បែកនៅជុំវិញមាត់ស្បូននឹងនៅខាងក្រៅនឹងហើយក៏ទ្វាររបស់ស្ត្រីដែរហើយឥឡូវនេះគឺមេរោគ HPV នេះវាអាចធ្វើឲ្យមានដល់ទៅមហារីកនៅកន្លែងបំពង់កមាត់ហើយតំបន់បាត់ជើងធំចាដោយសារតែជំងឺមហារីកមាត់ស្បូនបើសិនជាយើងហៅជំងឺនឹងមកត្រួសទៅហាក់ដូចជាកើតមានតែចំពោះស្ត្រីហើយកើតចំពោះបុរសដែរឬមកក៏យ៉ាងម៉េចមេរោគនឹងធ្វើឲ្យកើតមហារីកនៅលើសរីរាង្គរបស់បុរសដែរក៏ប៉ុន្តែគ្រាន់តែថាឥឡូវនេះយើងនិយាយអំពីមហារីកមាត់ស្បូនអញ្ចឹងវាកើតនៅលើស្ត្រីបើកើតនៅលើបុរសដោយសារបុរសអត់មានស្បូនគឺបុរសកើតនៅលើលឹងអាចកើតនៅលើពងស្វាអាចកើតនៅលើស្បែកនៅជុំវិញហ្នឹងឲ្យតែមានមេរោគមហារីកហ្នឹងគឺមេរោគ HPV ហ្នឹងហើយឥឡូវនេះរយៈពេល20ឆ្នាំចុងក្រោយនេះមេរោគ HPV ហ្នឹងធ្វើឲ្យកើតមហារីកបំពង់កច្រើនណាស់គឺកើតនៅលើម្ដុំបំពង់កកើតនៅជុំវិញកឡើតហើយពាក់កណ្ដាលនៃមហារីកដែលគេរកឃើញនៅក្នុងបំពង់កក្នុងមាត់ហ្នឹងគឺពាក់កណ្ដាលបណ្ដាលមកអំពីមេរោគ HPV នឹងឯងចានៅម្ដុំកន្លែងបាត់ជើងធំទាំងស្រីទាំងប្រុសក៏អាចកើតមានមហារីក HPV នឹងដែរចាគេធ្វើការទូទាយថានៅឆ្នាំ2020នឹងមានការកើតមហារីកបំពង់កច្រើនជាងមហារីកមាត់ស្បូនទៀតហើយភាគច្រើនមហារីកបំពង់កហ្នឹងគឺកើតនៅលើបុរសដែលឆ្លងពីស្ត្រីឥឡូវនេះគេកំពុងតែរុករកថាមានវិធីអីផ្សេងដើម្បីការពារមហារីកទាំងអស់គ្នាទាំងនៅមាត់ទាំងនៅកន្លែងបាត់ជើងធំដែរទេមិនមែនគ្រាន់តែការពារមហារីកមាត់ស្បូនទេក៏ប៉ុន្តែរហូតមកដល់ពេលនេះគឺវិធីការពារហើយនិងវិធីរុករកហ្នឹងគឺមានប្រសិទ្ធភាពតែការពារហើយនិងរុករកនៅកន្លែងមាត់ស្បូនទេចំណែកនៅក្នុងបំពង់កនៅក្នុងមាត់វិធីការពារទាំងវ៉ាក់សាំងការពារទាំងវិធីតាមដានរុករកមុនហ្នឹងគឺនៅខ្សោយនៅឡើយហើយអត់ទាន់មានវិធីណាមួយដែលគេទទួលស្គាល់ថាមានប្រសិទ្ធភាពអាចយកទៅប្រើប្រាស់ជូនប្រជាពលរដ្ឋបាននៅឡើយទេគឺអ្នកស្រាវជ្រាវហ្នឹងកំពុងតែខិតខំស្រា
រាវជ្រាវខ្លាំងណាស់ពីព្រោះគេបារម្ភព្រោះនៅឆ្នាំ2020ហ្នឹងគេទូទាយថានឹងមានមហារីកបំពង់កច្រើនជាងមហារីកមាត់ស្បូនទៀតឆ្លងពីតាមការរួមភេទរវាងគ្នាទៅវិញទៅមកមេរោគ HPV ហ្នឹងគឺងាយឆ្លងបំផុតឲ្យតែមានស្បែកប៉ះនឹងស្បែកអញ្ចឹងបើសិនជាមាត់ប៉ះនឹងមាត់ក៏ចូលស្បែកប៉ះនឹងស្បែកនៅជុំវិញសរីរាង្គភេទនឹងក៏ចូលចាការរួមភេទតាមទ្វារធំក៏ចូលការរួមភេទតាមទ្វារតូចក៏ចូលការរួមភេទតាមមាត់ក៏ចូលចានេះគឺជាការបារម្ភហើយខ្ញុំចង់ចែកជូនព័ត៌មានឲ្យប្រជាពលរដ្ឋយល់ពីព្រោះបើសិនជាប្រជាពលរដ្ឋមិនយល់ទេគឺគាត់នឹងងាយឆ្លងមេរោគបំផុតចាលោកស្រីវិជ្ជបណ្ឌិតបានធ្វើការបកស្រាយរួចមកហើយថាមេរោគឬមួយក៏ជំងឺមហារីកមាត់ស្បូននេះគឺឆ្លងរវាងបរិសុទ្ធទៅស្ត្រីស្ត្រីមកបរិសុទ្ធគឺឆ្លងទាំងពីរអ្នកតែម្ដងឆ្លងទៅឆ្លងមកហើយក្រៅពីអ្នកទាំងពីរហ្នឹងតើមនុស្សប្រភេទណាខ្លះទៀតដែលគាត់មានការប្រឈមខ្លាំងទៅនឹងការកើតនៃជំងឺមហារីកមាត់ស្បូននេះចាការកើតមហារីកមាត់ស្បូនមានមូលហេតុជាច្រើនយ៉ាងប៉ុន្តែមូលហេតុដែលធំជាងគេគឺ HPV ហើយ HPV ដែលខ្ញុំបញ្ជាក់អំបញ្ញមិញមានពី150ប្រភេទទៅ200ប្រភេទហ្នឹងគឺមានតែ15ប្រភេទទេដែលអាចធ្វើឲ្យកើតទៅជាមហារីកហើយមហារីកដែលងាយជាងគេគឺប្រភេទលេខ16និងលេខ18គ្រាន់តែពីរមុខហ្នឹងគឺ 70% នៃមហារីកមាត់ស្បូននៅលើពិភពលោករួមទាំងមហារីកបំពង់កនិងមហារីកទ្វារធំហើយនិងលឹងរបស់បុរសជាដើមហ្នឹងគឺបណ្ដាលមកអំពី HPV លេខ16និងលេខ18បន្ទាប់មកនៅមានមេរោគ31និង45ប្រភេទទី31និង45ហ្នឹងក៏កាចដែរប៉ុន្តែកាចមិនដល់ទេលេខ16និងលេខ18 70%ចំណែកលេខ31និងលេខ40តែ 10% ទេនៅសល់ប្រមាណគឺអាកាចផ្សេងទៀតដែលក្នុងនោះរាប់ទៅមាន15ប្រភេទអញ្ចឹងអ្នកដែលប្រឈមនឹងការកើតមហារីកគឺអ្នកដែលមានការរួមភេទហើយពិសេសគឺការរួមភេទជាមួយដៃគូជាច្រើនអ្នកផ្លាស់ប្ដូរដៃគូច្រើនគឺមានឱកាសទទួលយក HPV ច្រើនពីព្រោះ HPV ហ្នឹងគាត់នៅលើខ្លួនមនុស្សប្រុសក៏ដោយមនុស្សស្រីក៏ដោយពេលដែលមិនទាន់មានមហារីកគឺអត់ដឹងមើលអត់ឃើញចាគ្មានស្លាកស្នាមគ្មានរោគសញ្ញាធ្វើឲ្យយើងដឹងអញ្ចឹងឯងកាលណាយើងមានដៃគូរួមភេទទៅពីទៅពីច្រើនពេកគឺឱកាសនៃការឆ្លងនឹងវាច្រើនហើយមនុស្សដែលប្រឈមមួយយ៉ាងទៀតនឹងគាត់មិនបានបដូរដៃគូរួមភេទទេប៉ុន្តែប្តីរបស់គាត់ឬប្រពន្ធរបស់គាត់បដូរដៃគូរួមភេទច្រើនអញ្ចឹងឯងបានវិធីការពារចម្បងតែមួយគត់គឺយើងត្រូវស្មោះត្រង់មួយទល់នឹងមួយគឺបុរសមានដៃគូរួមភេទតែមួយហើយស្ត្រីមានដៃគូរួមភេទតែមួយយ៉ាងហើយណាក៏ដៃគូរួមភេទតែមួយនៅក្នុងអំឡុងពេលតែមួយកុំឲ្យក្នុងអំឡុងតែមួយឆ្នាំតែមួយនឹងមានដៃគូរួមភេទជាច្រើនហើយមិនរើសមុខពីព្រោះថាទោះជាយើងពាក់ស្រោមអនាម័យក៏ដោយក៏ការពារបានតែម្ដងហ្នឹងពីព្រោះអំបញ្ញមិញខ្ញុំបានបញ្ជាក់ថាមេរោគ HPV នឹងអាចឆ្លងពីគ្នាទៅគ្នាដោយងាយគ្រាន់តែស្បែកប៉ះនឹងស្បែកហើយជួនកាលទៀតស្បែកប៉ះនឹងស្បែកហ្នឹងមិនទាន់ឆ្លងចូលទេគ្រាន់តែមេរោគហ្នឹងរស់នៅលើស្បែកហ្នឹងទេប៉ុន្តែមិនទាន់បានមុជចូលជ្រៅទៅដល់ក្នុងកោសិកាទេអញ្ចឹងអនាម័យក្រោយពីការរួមភេទហ្នឹងគឺជាការចាំបាច់រួមភេទឲ្យភ្លាមយើងត្រូវលាងខ្លួនយើងនឹងសាប៊ូឲ្យស្អាតភ្លាមទោះជាដៃគូនឹងមានតែមួយឬមានច្រើនក៏ដោយហើយសំខាន់បំផុតខ្ញុំសូមបញ្ជាក់ម្ដងទៀតដើម្បីការពារដែលមានសុវត្ថិភាពបំផុតដែលស្អាតស្អំបំផុតគឺមានដៃគូរួមភេទតែមួយទល់នឹងមួយទាំងស្រីទាំងប្រុសព្រោះថាបើសិនជាស្ត្រីនឹងគាត់នៅតែផ្ទះគាត់មិនដែលដើររួមភេទច្រើនហើយស្រាប់តែបុរសជាប្តីនឹងគាត់ដើររួមភេទច្រើនទោះបីជាគាត់ប្រើប្រាស់ស្រោមអនាម័យក៏គាត់នៅតែចម្លងមេរោគ HPV មកប្រពន្ធដែរលើសពី 90% បណ្ដាលមកពី HPV ប៉ុន្តែក៏នៅមានកត្តាប្រឈមជាច្រើនទៀតអ្នកជាច្រើនទៀតដែលអាចនឹងកើតមហារីកនេះដូចជាស្ត្រីដែលគាត់ចាប់ផ្ដើមរួមភេទនៅវ័យក្មេងពេកហេតុអីបានចឹងតាមការស្រាវជ្រាវស្ត្រីដែលចាប់ផ្ដើមរួមភេទដំបូងមុនអាយុ18ឆ្នាំគឺគាត់អាចប្រឈមនឹងការកើតមហារីកមាត់ស្បូនទោះជាគាត់មិនមានឆ្លងមេរោគ HPV ក៏ដោយហេតុអ្វីមូលហេតុគឺថាពេលដែលមាត់ស្បូនរបស់យើងនៅក្មេងក្រោមអាយុ18ឆ្នាំកោសិកាមហារីកមាត់ស្បូននឹងងាយនឹងរងការបំលែងអំបញ្ញមិញខ្ញុំនិយាយថាជំងឺមហារីកមាត់ស្បូនគឺមកអំពីកោសិកាធម្មតានៅក្នុងមាត់ស្បូននឹងគាត់បំលែងទៅជាកោសិកាមហារីកទោះជាវីរុស HPV ឬមិនមែន HPV គ្រាន់តែថាបំលែងច្រើនជាងគេមកពី HPV ប៉ុន្តែកត្តាបំលែងផ្សេងទៀតឧទាហរណ៍ដូចជាការរួមភេទដែលចាប់ផ្ដើមនៅវ័យក្មេងពេកមុនអាយុ18ឆ្នាំទៅថ្ងៃអនាគតគាត់អាចនឹងបំលែងក្នុងអំឡុងអាយុពី25ឆ្នាំឡើងទៅដល់38ឆ្នាំគឺភាគច្រើនការបំលែងហ្នឹងគឺបំលែងនៅអាយុប៉ុណ្ណឹងអញ្ចឹងនៅក្នុងសាលារៀនគឺគេបានប្រាប់កុមារីហ្នឹងឲ្យយល់
បើសិនជានៅសាលាមិនប្រាប់គឺឪពុកម្ដាយនឹងគឺគេប្រាប់ធ្វើយ៉ាងណាកុំឲ្យកូនរបស់ខ្លួននឹងចាប់ផ្ដើមរួមភេទនៅវ័យក្មេងពេកពីព្រោះមានរឿងពីរដែលគាត់រួមភេទនៅវ័យក្មេងពេកទី1ដោយសារអាកប្បកិរិយាពេលហ្នឹងគាត់អត់ចេះការពារទេការរួមភេទរបស់គាត់ទី1មិនចេះការពារទេហើយទី2វ័យរបស់គាត់ហ្នឹងគឺកោសិកាមាត់ស្បូនរបស់គាត់ហ្នឹងនៅក្មេងខ្ចីអញ្ចឹងបើមានការប៉ះទង្គិចដោយសារការរួមភេទគឺការបំលែងហ្នឹងទៅជាកោសិកាមហារីកហ្នឹងវាងាយជាងអ្នកធម្មតាទី2ស្ត្រីដែលបង្កើតកូនឬយកកូនចេញមុនខ្លួនអាយុ17ឆ្នាំនៅក្មេងដែរអញ្ចឹងបានគេឲ្យយើងរួមភេទលើសពី18ឆ្នាំនោះពីព្រោះការពារកុំឲ្យមានកូនព្រោះតែមានកូនត្រូវកើតកូនហើយក្មេងស្រីឥឡូវខ្ញុំសូមផ្ដាំថាកុំរួមភេទបញ្ញាពេកហើយមួយទៀតពេលដែលរួមភេទបញ្ញាទៅគាត់មានកូនទៅគាត់ខ្លាចខ្មាស់គេអត់តន់រៀបការឬមួយឪពុកម្ដាយអត់ដឹងផងគាត់ទៅយកកូនចេញអញ្ចឹងក្នុងករណីហ្នឹងគឺស្ត្រីនឹងឯងដែលងាយរងការបំលែងពីព្រោះពេលដែលគេយកកូនចេញគេត្រូវប្រើប្រាស់ឧបករណ៍ហើយឧបករណ៍ហ្នឹងគឺត្រូវទៅចាប់ជាប់នៅនឹងមាត់ស្បូនហ្នឹងចាប់ទាំងសងខាងហើយបានគេលូកទៅកាយលូកទៅបាលូកទៅសម្អាតអញ្ចឹងវាមានការប៉ះទង្គិចទៅលើកោសិកាមាត់ស្បូននៅផ្នែកខាងក្រៅមាត់ស្បូនហ្នឹងដូចបបេមាត់មនុស្សអញ្ចឹងចាអញ្ចឹងដើម្បីកាយយកអាកូននឹងចេញបានឬក៏ដើម្បីកើតកូនបានគឺត្រូវប៉ះពាល់មាត់ស្បូនហ្នឹងឯងមិនអាចថាអត់ប៉ះពាល់ទេអញ្ចឹងបើសិនជាគាត់កើតកូនមុនគាត់អាយុ17ឆ្នាំឧទាហរណ៍16ឆ្នាំ15ឆ្នាំអីគឺគាត់ងាយនឹងកើតមហារីកមាត់ស្បូនណាស់ចាចុះក្នុងករណីដែលថាស្ត្រីដែលគាត់មានអាយុច្រើនហើយគាត់ត្រូវបានបាត់បង់កូននៅក្នុងផ្ទៃហើយគាត់ទៅឲ្យពេទ្យយកចេញដែរតើយ៉ាងម៉េចទៅវិញរឿងហ្នឹងនោះក៏មានការប្រឈមដែរប៉ុន្តែការប្រឈមហ្នឹងតិចតួចការកើតមហារីកបែបហ្នឹងគឺអាចបណ្ដាលមកអំពីគាត់យកកូនមិនស្អាតពេលដែលយកកូនមិនស្អាតទៅនៅសល់កោសិកាតែបន្តិចទេទូចមួយទេគឺកោសិកានឹងឈ្មោះ Trophoblast វាបំលែងទៅដូចជាកោសិកាកូនពងបេះបិទកោសិកាហ្នឹងគឺដូចគ្នានឹងកោសិកាកូនពងប៉ុន្តែកូនពងហ្នឹងគឺគាត់ចាប់កំណើតមកពងតែម្ដងអានោះគឺមហារីកហើយអានោះអត់ទេគឺគាត់មិនមែនចាប់ផ្ដើមកំណើតមកជាកូនពងទេគឺគាត់យកចេញដោយសារកូនស្លាប់ក្នុងពោះក្តីឬយកចេញដោយសារគាត់ចង់ពន្លូតកូនក្តីគឺទាំងពីរហ្នឹងសុទ្ធតែយកចេញទាំងអស់ហើយបើសិនជាមិនបានយកចេញស្អាតយកចេញអស់នៅកោសិកា Trophoblast ហ្នឹងគឺគាត់អាចក្លាយទៅជាមហារីកហើយគឺជាប្រភេទមហារីកកាយអាចធ្វើឲ្យមនុស្សស្លាប់ក្នុងរយៈពេលជួនកាលតែ6ខែបើយើងអត់ដឹងស្លាប់ដោយសារធ្លាក់ឈាមផងស្លាប់ដោយសារវារាតត្បាតទៅថ្លើមនិងទៅខួរក្បាលផងតែបើសិនជាយើងដឹងតាន់គឺមានវិធីព្យាបាលទី1យើងសម្អាតទី2យើងដាក់ថ្នាំសម្រាប់កោសិកាមហារីកចាគ្រាន់តែថាលំបាកបន្តិចមែនមិនថ្លៃតែក៏អាចព្យាបាលបាននៅក្នុងករណីដែលគាត់កើតមហារីកដោយសារយកកូនចេញមិនអស់ឬក៏ដោយសារកូនពងចាមានមួយទៀតដែរដោយសារតែស្ត្រីខ្មែរយើងជាច្រើននៅពេលដែលគាត់ពោះពុះផ្ទៃនឹងហើយគាត់ច្រើនតែទៅពិនិត្យអេកូនៅពេលដែលឃើញថាជាលក្ខណៈខុសប្រក្រតីអេកូឆ្លើយថាវាមិនមែនជាលក្ខណៈកូនមនុស្សទេកូនពងនឹងតើវាខុសប្លែកគ្នាយ៉ាងម៉េចនៅពេលដែលគាត់ទៅយកកូននឹងចេញហើយគាត់ប្រឈមទៅនឹងជំងឺមហារីកមាត់ស្បូននឹងកម្រិតណាដែរកូនពងនៅពេលដែលយកចេញហើយមិនមែនមហារីកមាត់ស្បូនទេគឺជាមហារីកនៅក្នុងតួស្បូនទាំងមូលដែលបង្កចេញមកអំពីកោសិកា Trophoblast មិនថាកូននឹងស្លាប់ក្នុងពោះឬក៏កូននឹងយើងចង់រំលូតចោលពេលដែលយើងយកកោសិកា Trophoblast ចេញមិនអស់គឺអាចទៅជាមហារីកដូចគ្នាបេះបិទនឹងពេលដែលកូននឹងចាប់កំណើតទៅជាកូនពងហើយបើសិនជាឃើញកូនពងភ្លាមទី1ដំបូងបង្អស់យើងត្រូវយកចេញឲ្យស្អាតហើយទោះជាកូននឹងមិនមែនពងក៏ដោយអ្នកយកកូនចេញអ្នករំលូតកូនអ្នកកូនស្លាប់ក្នុងពោះត្រូវតែធ្វើឲ្យស្អាតជាទីបំផុតហើយដើម្បីដឹងថាស្អាតហើយស្អាតនឹងប្រកបបជាណាមិនមែនស្អាតយើងអង្គុយតាមដានថាំងចាំមហារីកហើយចាំយើងធ្វើម្ដងទៀតអត់ទេគឺគេមើលឈាមគេរក beta HCG ព្រោះកោសិកាទូចនឹងក៏ដោយគឺវាផលិតអរម៉ូនមួយឈ្មោះ beta HCG ហើយ beta HCG នឹងយើងតាមរកតតែ beta HCG ធ្លាក់ដល់0បានយើងឈប់ច្បាស់ថាយកចេញស្អាតទោះបីជាយកកូនពងចេញយកកូនស្លាប់ក្នុងពោះចេញឬរំលូតកូនក៏ដោយនឹងបើចង់យកឲ្យមានសុវត្ថិភាពមិនមែនគ្រាន់តែយកចេញហើយចាំមើលសិនបើសិនតែធ្លាក់ឈាមយើងទៅព្យាបាលទៀតអត់ទេទៅអានោះគឺជាការយកចេញដែលយើងគេហៅថាលូតឆាត់ផ្សងព្រេងវាមិនដល់សេចក្តីស្លាប់ទេតែបើសិនជាអ្នកខ្លះសំបីតែតាមដានមិនតាមទៀតនោះចាំដល់ពេល 2-3 ខែក្រោយមកធ្លាក់ឈាមនឹងអានឹងអាចកើតទៅជាមហារីកបាត់ទៅហើយគឺមហារីកនៅក្នុងស្បូតចាមិនមែននៅមាត់ស្បូនទេនៅក្នុងស្បូនហើយអាចរាលដាលទៅដល់ថ្លើមទៅដល់ខួរក្បាលច្រើនជាងគេដែលគេរកឃើញនឹងខួរក្បាលហើយនឹងថ្លើម
អាចទៅដល់សរីរាង្គផ្សេងទៀតដូចជាសួតក៏ប៉ុន្តែស្លាប់ដូចគ្នាទៅដល់ណាក៏ស្លាប់តែបើយើងមិនព្យាបាលអញ្ចឹងយើងកុំអង្គុយចាំថាឲ្យអានឹងទៅជាមហារាជហើយអាមហារាជនឹងវាងាយនឹងទៅណាស់ទៅតាមឈាមចាគឺកូនកណ្ដុរដែលនៅក្នុងលអាងតាគៀកនឹងទុកវាមិនជាប់ទេគឺវារត់ប្រសាទពេញនឹងអញ្ចឹងពេលដែលយកកូនចេញដែលមានសុវត្ថិភាពនៅសហគមន៍អឺរ៉ុបគេមានស្តង់ដារមួយគឺគេតាមដាន beta HCG តាមដានរហូតយកចេញពេលដែលយើងថ្ងៃយកចេញនឹងវាប្រមាណ2អាទិត្យក្រោយមកឃើញវាប្រមាណ2អាទិត្យទៀតឃើញវាប្រមាណទីបំផុតយកវាតតែស្អាតហើយអានឹងគឺមានប្រសិទ្ធភាពណាស់បើសិនជានៅ2អាទិត្យស្រាប់តែ2អាទិត្យយកកូនចេញហើយអាអរម៉ូននឹងវាអត់ព្រមធ្លាក់ស្រាប់តែវាឡើងឬនៅដដែលមានន័យថានៅសល់កោសិកាផលិតវាហើយអញ្ចឹងបើសិនជាយើងមិនយកចេញទេអ្នកខ្លះក៏អត់យកអញ្ចឹងក៏ថាខ្ញុំមិនទាន់ធ្លាក់ឈាមមកយកខ្ញុំចេញភាសាទៀតអត់បានទេអញ្ចឹងចាំមើលទៅបើមិនជឿចាំទៅគឺធ្លាក់ឈាមម្ដងទៀតមែនអញ្ចឹងយើងតាមដានរហូតហើយកុំចាំឲ្យធ្លាក់ឈាមតាន់គឺយើងមើលវាចាទោះជាកូននឹងពងឬមិនមែនពងក៏ដោយអានឹងយើងបែកចេញពីប្រធានបទហើយប៉ុន្តែបានជាសួរហើយកុំឲ្យបងប្អូនប្រជាពលរដ្ឋអត់យល់អញ្ចឹងទៅធ្វើ beta HCG តាមតិចហ្នឹងហើយបើយើងរកក្នុងទឹកនោមអាចរកអត់ឃើញព្រោះតិចតួចពេកចាហើយបើចង់ដឹងខ្វះខាតថវិកាយើងធ្វើតេស្តតែទឹកនោមទៅក៏បានដែរស្រាប់តែយកចេញហើយ4អាទិត្យហើយស្រាប់តែខ្ញុំនៅតែឃើញ2ឆ្នូតទៀតអានឹងខុសប្រក្រតីហើយមានន័យថាមានស្អីផលិតអរម៉ូននឹងចេញមកទៀតហើយចាអានឹងយកអត់ស្អាតទេ Trophoblast នៅសល់នៅហ្នឹងហើយអានឹងសម្រាប់យើងហើយអញ្ចឹងយើងត្រូវតែទៅធ្វើតេស្តទឹកនោមម្ដងទៀតបើអត់មានលទ្ធភាពមើលនៅក្នុងឈាមប៉ុន្តែមើលនៅក្នុងឈាមវាមានប្រសិទ្ធភាពខ្ពស់ជាងចាអរគុណច្រើនចំពោះលោកស្រីវិជ្ជបណ្ឌិតដែលបានធ្វើការបកស្រាយឥឡូវនេះងាកមកចូលដល់ប្រធានបទដែលនិយាយអំពីជំងឺមហារីកមាត់ស្បូនវិញខ្ញុំចង់និយាយបញ្ចប់អំពីមូលហេតុនៃការកើតមហារីកមាត់ស្បូនមិញខ្ញុំបានរំលឹកអំពីការរួមភេទនៅវ័យក្មេងពេកមុនអាយុ18ឆ្នាំខ្ញុំបានរំលឹកអំពីការបង្កើតកូននៅក្មេងពេកឬមួយក៏យកកូនចេញនៅវ័យក្មេងពេកគឺមុនវ័យ17ឆ្នាំអញ្ចឹងគឺថាធ្វើយ៉ាងណាដើម្បីកុំឲ្យមានបញ្ហានឹងកើតឡើងមុនវ័យដែលយើងអាចបង្កកំណើតបានកើតទៅជាកូនបានឬក៏រួមភេទបានកុំឲ្យខ្លួននៅខ្ចីពេកលើសពីនោះទៀតស្ត្រីដែលប្រឈមខ្ញុំបាននិយាយអំពីស្ត្រីដែលគាត់មានដៃគូរួមភេទច្រើនឬមួយក៏គាត់រួមភេទជាមួយនឹងបុរសដែលគាត់មានដៃគូរួមភេទច្រើននៅសល់លើសពីនឹងទៀតគឺអ្វីជក់បារីការជក់បារីយើងជក់នៅឯលើទេក៏ប៉ុន្តែនៅខាងក្រោមទទួលរងផលប៉ះពាល់គឺនីកូទីនដែលយើងជក់ទៅនឹងវាអាចចូលទៅដល់ក្នុងឈាមហើយវាអាចជាមូលហេតុមួយធ្វើឲ្យកោសិកាមហារីកមាត់ស្បូននឹងងាយនឹងរងការបំលែងជាពិសេសមនុស្សដែលផ្ទុកមេរោគ HPV ហើយទាំងបរិសុទ្ធយើងជក់បារីទៀតចាទាំងបរិសុទ្ធទាំងស្ត្រីហើយយើងជក់បារីទៀតគឺវាងាយនឹងបំលែងមួយទៀតយើងប្រើប្រាស់ថ្នាំពន្យាកំណើតការប្រើប្រាស់ថ្នាំពន្យាកំណើតក៏ធ្វើឲ្យកោសិកានឹងអាចនឹងបំលែងដែរចឹងឯងបានគេឲ្យយើងឆែកកោសិកាមាត់ស្បូននឹងថាតើមានអីបំលែងដែរឬទេទោះបីជាយ៉ាងណាក៏ដោយមិនមែនមិនឲ្យញ៉ាំថ្នាំពន្យាកំណើតទេប៉ុន្តែបើយើងនឹកឃើញដល់តែញ៉ាំថ្នាំពន្យាកំណើតសូមយើងនឹកឃើញដល់ជំងឺមហារីកមាត់ស្បូនផងចាពីព្រោះយើងញ៉ាំថ្នាំពន្យាកំណើតញ៉ាំធ្វើអីដើម្បីកុំឲ្យមានកូនមិនចឹងចាហើយបើមានកូនយើងអត់ចង់ទុកយើងយកចេញហើយការយកចេញធ្វើឲ្យប៉ះពាល់ការកើតមហារីកដែរពេលដែលយើងយកចេញហ្នឹងយើងមិញយើងនិយាយអំពីនៅសល់កោសិកា Trophoblast ក៏ប៉ុន្តែធ្វើឲ្យគាត់ប្រឈមនឹងការកើតមហារីកមាត់ស្បូនដែរពីព្រោះនៅពេលដែលយកចេញហ្នឹងប៉ះទង្គិចទៅលើមាត់ស្បូនគេចាប់មាត់ស្បូនហ្នឹងចាប់ក្រៀកក្រឹបដើម្បីយកចេញដូចជាយើងទម្លុះវាចឹងចាប់ក្រឹបតាគៀបដូចដៃកាប់ចឹងចាប់ទាំងសងខាងឲ្យនៅឲ្យស្ងៀមមាត់ស្បូនឯងនៅឲ្យស្ងៀមព្រោះខ្ញុំត្រូវធ្វើការព្រោះមាត់ស្បូនហ្នឹងវាយីយកបើសិនជាយើងមិនចាប់វាឲ្យនៅនឹងមួយកន្លែងគឺបាក់ធ្វើអត់ស្អាតបាក់ធ្វើការអញ្ចឹងនេះអាកន្លែងរបួសនៅលើមាត់ស្បូននេះវាអាចបំលែងទៅថ្ងៃក្រោយមិនមែនឥឡូវនេះទេចំណែកអា Trophoblast ដែលនៅសល់ក៏យក Carcinoma ហ្នឹងវាកើតភ្លាមៗក្នុងរយៈពេល6ខែតែអាមួយនេះយកកូនចេញនៅលើមាត់ស្បូននេះមិនមែន6ខែទេគឺមហារីក2យ៉ាងទី1នៅលើមាត់ស្បូនបណ្ដាលមកពីយើងធ្វើឲ្យមានរបួសនៅលើមាត់ស្បូនហើយមហារីកទី2ពេលដែលយើងយកកូនចេញមិនអស់ចាអញ្ចឹងពីរហ្នឹងខុសគ្នាគឺជាមហារីកខុសគ្នាដាច់មួយនៅលើមាត់ស្បូនមួយនៅឯក្នុងស្បូនមានឈ្មោះខុសគ្នាចាមួយ cervix cancer ជា squamous cell carcinoma ហើយមួយទៀតជានៅក្នុងមាត់ស្បូនបណ្ដាលមកអំពី Trophoblast គេហៅថា choriocarcinoma ចាតើតើទៅនៅមូលហេតុដែលនាំឲ្យកើតមាននៅជំងឺមហារីកមាត់ស្បូនលោកស្រីវិជ្ជបណ្ឌិតបានជម្រាបជូនថាមានកត្តាជាច្រើនហើយនៅក្នុងនោះផងដែរតើតើនៅថ្នាំពន្យាកំណើតដែលស្ត្រីបានប្រើប្រាស់ក៏ជាមូលហេតុមួយនៅក្នុងចំណោមដែលបង្កើតឲ្យមាននៅជំងឺមហារីកមាត់ស្បូននឹងចាវាជំរុញក្នុងករណីជាពិសេសដែលយើងមានមេរោគ HPV ហើយយើងញ៉ាំអញ្ចឹងបើក្នុងករណីដែលយើងនឹកឃើញទៅដល់ញ៉ាំថ្នាំពន្យាកំណើតសូមឲ្យនឹកឃើញដល់ការ
ឆែកមហារីកមកស្បូនផងមិនមែនទាំងអស់មកអំពីគាត់ញ៉ាំថ្នាំពន្យាកំណើតទេយើងមិនចោលទេព្រោះអ្នកញ៉ាំនៅតែញ៉ាំហើយត្រូវតែញ៉ាំព្រោះពេលចាំបាច់ហើយត្រូវតែញ៉ាំចាក៏ប៉ុន្តែឲ្យយើងឆែកផងតាមដានផងដោយសារពេលដែលយើងតាមដានទៅទោះជាមហារីកនឹងមិនដាល់មកអំពីមូលហេតុអីទោះជា HPV មិនមែន HPV ថ្នាំពន្យាកំណើតឬមិនមែនហ្នឹងគឺយើងរកឃើញទាំងអស់ហើយយើងព្យាបាលតាន់ពេលទាំងអស់ចាអាចកំណត់បានទេថារយៈពេលដែលគាត់ប្រើប្រាស់នោះរយៈពេលយូរប៉ុណ្ណាដែរភាគច្រើនមិនមានរឿងអីកើតឡើងទេទោះជាគាត់ប្រើ5ឆ្នាំក៏ដោយហើយជាច្រើនបំផុតនឹងគឺគេឲ្យប្រើ5ឆ្នាំនឹងឯងមិនឲ្យលើសពី5ឆ្នាំទេចាវាផលវិបាកផ្សេងចាវាមានផលវិបាកផ្សេងហើយថ្នាំពន្យាកំណើតហ្នឹងគេរកឃើញថាវាអាចប៉ះពាល់ទៅលើការលើសឈាមឡើងទម្ងន់ទឹកនោមផ្អែមប៉ះពាល់ទៅលើសុខភាពថ្លើមព្រោះអាហ្នឹងវាជាអរម៉ូនផងហើយក្នុងករណីហ្នឹងគេអត់ឲ្យយើងញ៉ាំលើសពីអាយុ35ឆ្នាំទេទោះបីជាយើងមិនទាន់ញ៉ាំគ្រប់5ឆ្នាំក៏គេមិនគួរឲ្យយើងញ៉ាំលើសពី35ឆ្នាំដែរចានៅក្រោម35ឆ្នាំយើងញ៉ាំបានទីហើយយើងចាប់ផ្ដើមញ៉ាំអាយុ35ឆ្នាំយើងឈប់ចាយើងចាប់ផ្ដើមញ៉ាំពីអាយុ25ឆ្នាំយើងអាយុ30យើងឈប់ចាយើងប្រើវិធីផ្សេងដើម្បីពន្យាកំណើតចាផ្លាស់ប្ដូរវិធីពន្យាកំណើតផ្សេងវិធីពន្យាកំណើតដែលមិនមែនជាអរម៉ូនកងដាក់ដៃក៏ជាអរម៉ូនដែរចាក់ថ្នាំក៏ជាអរម៉ូនដែរហើយជាទូទៅការដាក់កងដៃហើយនឹងចាក់ថ្នាំពន្យាកំណើតហ្នឹងគេឲ្យយើងធ្វើបានលុះត្រាតែយើងមានកូន2ហើយយ៉ាងតិចពីរយ៉ាងហ្នឹងគឺអាចធ្វើមិនឲ្យមានកូនពីព្រោះដូចជាដាក់កងដៃឬក៏ចាក់ថ្នាំហ្នឹងស្ត្រីខ្លះគឺអត់រដូវខ្លាយទៅជាមេអាទោះជាឈប់ចាក់ដោះចេញកងដៃហ្នឹង2ឆ្នាំហើយក៏នៅតែអត់មានរដូវឬក៏រដូវហ្នឹងគឺជារដូវខុសប្រក្រតីរដូវអត់បងចារដូវคล้ายបន្តិចបន្តួចហើយជួនកាលអត់ហ្មងស្ងួតចាស់តែម្ដងដូចមនុស្សប្រុសចឹងចាអញ្ចឹងគេឲ្យយើងប្រយ័ត្នក្នុងការប្រើវិធីទាំងពីរហ្នឹងហើយវាមានប្រសិទ្ធភាពណាស់ចំពោះការដែលយើងការពារកុំឲ្យមានកូនប៉ុន្តែផលវិបាកគឺយើងនឹងមិនមានកូនរហូតនៅពេលដែលយើងចង់បានអញ្ចឹងបើយើងចង់យើងញ៉ាំថ្នាំគ្រាប់អ្នកខ្លះខ្លាចមិនហ៊ានញ៉ាំថ្នាំគ្រាប់ដោយសារខ្លាចខ្លួនភ្លេចព្រោះតែភ្លេចវាអត់មានប្រសិទ្ធភាពប៉ុន្តែអត់មានជំរឿសទេបើយើងអត់ទាន់មានកូនមួយហើយយើងអ្នកខ្លះទៅការរួចគាត់គ្រាន់តែចង់ពជា2-3ឆ្នាំទេអញ្ចឹងបើចង់បានកូនយើងគុំទៅរកវិធីដាក់កងដៃហើយនឹងគុំទៅរកវិធីចាក់ថ្នាំហើយមួយទៀតកងស្បូនមិនមែនអរម៉ូនទេក៏ប៉ុន្តែមុនពេលដែលមានកូន2នាក់ក៏គេមិនគួរឲ្យដាក់ដែរចាអញ្ចឹងនៅវិធីតែមួយឯងពន្យាកំណើតឬមួយក៏ប្រើស្រោមទាមទារការប្រឹក្សាជាមុនចាទាមទារការប្រឹក្សាពីព្រោះឥឡូវនេះគេអត់ប្រឹក្សាទេគេចង់បំបត្តិស្ត្រីដែលស្លាប់ដោយសារមានផ្ទៃពោះក៏ប៉ុន្តែអានឹងអត្រាមរណៈមាតានឹងទីរួចចាគេចង់កាត់បន្ថយសេចក្តីស្លាប់របស់ស្ត្រីប្រចាំឆ្នាំដែលបណ្ដាលមកពីការមានផ្ទៃពោះមិនថាគាត់កើតកូនស្លាប់ឬមួយក៏សម្រាលស្លាប់ឬមួយក៏គាត់យកកូនចេញទៅគាត់ស្លាប់ហ្នឹងហើយអញ្ចឹងគេឲ្យគាត់ញ៉ាំប៉ុន្តែគេអត់បានណែនាំគាត់ឲ្យទៅពិនិត្យសុខភាពទេពីព្រោះការប៉ះពាល់ហ្នឹងវាតិចហើយអាថ្នាំអូខេដែលគេយកមកឲ្យប្រើហ្នឹងគឺជាថ្នាំដែលមានសុវត្ថិភាពចានិយាយទៅវាដុសតូចហើយវាមានសុវត្ថិភាពណាស់វាមិនគួរនឹងកើតទៅជាមហារីកវាមិនធ្វើឲ្យយើងកើតលើសឈាមឬក៏ទឹកនោមផ្អែមអីទេក៏ប៉ុន្តែបើសិនជាយើងកំពុងតែមានស្រាប់ហើយជួនកាលយើងលើសគីឡូស្រាប់ហើយកំពុងតែលើសគីឡូស្រាប់ហើយយើងញ៉ាំទៀតហ្នឹងហើយវាអាចហុចផលប៉ះពាល់អញ្ចឹងមិនថាយើងឲ្យប្រយ័ត្នពេលដែលយើងញ៉ាំចាហើយក្រៅពីកត្តាទាំងអស់ហ្នឹងតើមានកត្តាអីផ្សេងទៀតទេដែលបង្កឲ្យកើតមានជំងឺមហារីកមាត់ស្បូនចាវាកម្របំផុតប៉ុន្តែឧទាហរណ៍គេហៅថា melanoma ឬក៏ lymphoma ហ្នឹងក៏អាចកើតនៅលើកោសិកាមាត់ស្បូនដែរ melanoma ហ្នឹងគឺជាមហារីកមួយបើនិយាយឲ្យចំឲ្យខ្លីស្រួលស្ដាប់គឺចេញពីបជ្រុយហ្នឹងគឺអីគឺបណ្ដុំកោសិកាពណ៌ដែលវាកក់ម្ដុំនៅកន្លែងណាវិញធម្មតាវាកក់នៅខាងក្រៅគេប្រភេទមហារីកស្បែកក៏ប៉ុន្តែវាក៏អាចមាននៅក្នុងមាត់វាក៏អាចមាននៅក្នុងសរីរាង្គភេទផ្នែកខាងក្នុងចាវាជាបជ្រុយយើងប៉ិតមក melanoma ហ្នឹងគឺកើតចេញពីបណ្ដុំកោសិកាពណ៌ហើយបណ្ដុំកោសិកាពណ៌គឺបជ្រុយនឹងឯងក៏ប៉ុន្តែវាអាចមាននៅទីនោះដែរចាហើយដល់ពេលយើងអាចមានការប៉ះទង្គិចជាប្រចាំដោយសារការរួមភេទពេលហ្នឹងវាអាចបំលែងទៅជាមហារីកដែរចឹងឯងបានគេឲ្យយើងឆែកមើលថាមានទាំងអស់នឹងអត់ទេចាហើយ lymphoma ហ្នឹងមែនតើទៅវាជាកន្លែងដែលផលិតគ្រាប់ឈាមសហើយវាក៏អាចកើតនៅទីនោះដែរប៉ុន្តែជាករណីកម្របំផុតមិនមែនថាខ្ញុំចាក់ថ្នាំការពារមហារីកមាត់ស្បូនហើយខ្ញុំមិនបាច់ទៅមើលទេអានឹងអត់ត្រូវទេពីព្រោះមានរឿងផ្សេងទៀតដែលអាចធ្វើឲ្យកើតទៅជាមហារីកមាត់ស្បូនយើងចាក់ថ្នាំការពារគឺយើងការពារតែមេរោគ HPV ដែលជាមេខ្លោងលើសពី 90% ទៀតនៃមហារីកមាត់ស្បូនដែលបណ្ដាលមកពី HPV ចឹងយើងចាក់ការពារអាធំហ្នឹងហើយជាទូទៅដែលគេរកឃើញប្រសិទ្ធភាពដែលខ្ពស់បំផុតហ្នឹងគឺពី93រហូតដល់ 97% ចា៎ដែលការពារបាន
ការពារបានហ្នឹងគឺការពារបាន 100% ទៅលើមេរោគ HPV ក៏ប៉ុន្តែអានៅសល់ប្រមាណភាគរយទៀតហ្នឹងមិនមែនបណ្ដាលមកពី HPV ទេដូចខ្ញុំរំលឹកអំបញ្ញមិញហ្នឹងការរួមភេទនៅក្មេងពេកការកើតកូននៅក្មេងពេកហើយការយកកូនចេញជាច្រើនដងការប៉ះទង្គិចទៅលើមាត់ស្បូននឹងជាច្រើនដងអញ្ចឹងក៏វាធ្វើឲ្យបំលែងដែរហើយស្អីក៏ដោយឲ្យតែមានការបំលែងមិនថា HPV ឬមិនមែន HPV តែមានការបំលែងគឺនឹងហើយគឺជាមហារីកអញ្ចឹងទោះជាយើងចាក់ថ្នាំការពារមហារីកមាត់ស្បូនហើយក៏ដោយក៏យើងត្រូវតែទៅមើលតាមដានរកកោសិកាបំលែងទៅជាមហារីកនេះជារៀងរាល់ឆ្នាំឬក៏ជារៀងរាល់3ឆ្នាំឬរៀងរាល់5ឆ្នាំទៅតាមវិធីដែលយើងធ្វើវិធីខ្លះតែ6ខែវិធីខ្លះ1ឆ្នាំវិធីខ្លះ3ឆ្នាំវិធីខ្លះអាចបានដល់ទៅ5ឆ្នាំឥឡូវនេះគេឃើញការកាត់បន្ថយច្រើនមែនទែននៅលើពិភពលោកយល់ដឹងដោយសារការយល់ដឹងដោយសារវិជ្ជបណ្ឌិតប្រចាំគ្រួសារហ្នឹងគេចេះតែរំលឹកម្ដងហើយម្ដងទៀតម្ដងហើយម្ដងទៀតអញ្ចឹងអ្នកជំងឺហ្នឹងគាត់មានព័ត៌មានហើយថាគាត់ត្រូវធ្វើម៉េចអរគុណច្រើនទៅពលលោកស្រីវិជ្ជបណ្ឌិតដើម្បីឲ្យមានសុខភាពល្អមនុស្សគ្រប់រូបត្រូវតែពិនិត្យសុខភាពជាប្រចាំមិនថាកុមារមនុស្សចាស់បុរសឬស្ត្រីឡើយការថែទាំនិងការការពារជាមុនជាវិធីដើម្បីបញ្ជៀសបញ្ហាសុខភាពដែលអាចកើតឡើងដោយចៃដន្យសូមទាក់ទងដើម្បីទទួលបានការប្រឹក្សាយោបល់បន្ថែមតាមរយៈទូរស័ព្ទលេខ012ឬ093 990 988តទៅទៀតនេះខ្ញុំចង់ជំរាបសួរថាតើមានរោគសញ្ញាអ្វីខ្លះដែលយើងអាចកត់សម្គាល់បានថាគាត់នឹងកើតជំងឺមហារីកមាត់ស្បូនបើយើងនិយាយអំពីរោគសញ្ញាគឺថាមនុស្សជាច្រើនគ្មានរោគសញ្ញាទេជាពិសេសនៅដំណាក់កាលដំបូងអ្នកខ្លះសួរខ្ញុំថាចុះបើខ្ញុំគ្មានរោគសញ្ញាផងតើខ្ញុំត្រូវរកជំងឺមហារីកមាត់ស្បូនដែរឬទេគឺត្រូវតែរកនៅពេលដែលយើងមិនទាន់មានរោគសញ្ញាហើយបើសិនជាមានរោគសញ្ញាហើយឧទាហរណ៍ថាគ្រាន់តែប៉ះបន្តិចហូរឈាមឬក៏នៅសុកធ្លាក់ឈាមចាហើយអ្នកខ្លះទៀតនៅសុកមិនធ្លាក់ឈាមទេប៉ុន្តែស្រាប់តែឈឺនោមចេញពីមួកឧទាហរណ៍ពីព្រោះមានការរាតត្បាតហើយបំផ្លាញដល់ផ្លោកលើមួកផងបំផ្លាញផ្លោកនោមផងអញ្ចឹងនៅក្នុងហ្នឹងវាលែងដឹងកន្លែងណាផ្លោកនោមកន្លែងណាផ្លោកលើមួកកន្លែងណាស្រួលហើយញ៉ៃវិញហ្នឹងរត់ហ្នឹងទៅតែមួយធ្លាយចូលគ្នាហ្នឹងហើយអានោះគឺជារោគសញ្ញាដែលដំណាក់កាលចុងក្រោយដែលធ្ងន់ណាស់ពេលដែលយើងរកឃើញបែបហ្នឹងហើយគឺយើងទោះជាព្យាបាលយ៉ាងម៉េចក៏នៅតែស្លាប់ដែរហើយនៅតែរងចាំថ្ងៃស្លាប់ដដែលហ្នឹងបើសិនជាការជំងឺមហារីកមាត់ស្បូនដំណាក់កាលចុងក្រោយយើងកុំចាំដល់ពេលយើងមានរោគសញ្ញាដំណាក់កាលដំបូងគឺគ្មានរោគសញ្ញាគឺមានន័យថាគ្មានការឈឺចាប់គ្មានការធ្លាក់សគ្មានការធ្លាក់ឈាមគ្មានអីទាំងអស់ចារហូតដល់ក្រោយមកដំណាក់កាលយូរទៅបានយើងមានការស្គមស្គាំងក្តៅខ្លួនកម្លាំងលហិតលហៃហើយធ្លាក់ឈាមចាហ្នឹងគឺជារោគសញ្ញាដែលញឹកញាប់ជាងគេគឺគាត់ធ្លាក់ឈាមហើយមានពេលខ្លះទៀតមិនតាន់ទាំងធ្លាក់ឈាមផងឬក៏ចាប់ផ្ដើមធ្លាក់ឈាមហើយយើងរកទៅឃើញមហារីកហ្នឹងទៅដល់ពោះទៅដល់ក្នុងពោះទៅដល់ថ្លើមទៅដល់ខួរក្បាលឲ្យបាត់ទៅហើយចានឹងដំណាក់កាលធ្ងន់ធ្ងរចាហ្នឹងគេហៅមហារីកមែនតើហ្នឹងគេហៅ invasive carcinoma គឺវាកំពុងតែរាតត្បាតហួសទីតាំងរបស់វាហើយចាលោកស្រីជំនិតហើយតទៅទៀតដោយសារតែរោគសញ្ញានៃជំងឺមហារីកមាត់ស្បូនគឺដំបូងឡើយគឺយើងអត់អាចដឹងទេតដំណាក់កាលធ្ងន់ធ្ងរបានវាបង្ហាញបន្តិចម្ដងចាឆ្នេះហើយបានយើងត្រូវទៅតាមរកពេលដែលយើងមិនទាន់មានរោគសញ្ញាបើសិនជាគាត់ទៅរកនៅរោគសញ្ញាដំបូងគាត់អត់ទាន់ឃើញទេប៉ុន្តែដំណាក់កាលប្រមាណខែឬមួយក៏ប្រមាណឆ្នាំទៀតដែលគាត់ត្រូវទៅរកម្ដងទៀតបើសិនជាយើងចង់តាមដាននៅរោគសញ្ញាជំងឺមហារីកមាត់ស្បូនហ្នឹងចាឥឡូវយើងនិយាយអំពីការរោគហើយនឹងនិយាយអំពីដំណាក់កាលនៃមហារីកមាត់ស្បូននៅក្នុងអំឡុងដែលយើងកំពុងបំលែងគឺមានន័យថានៅសុកកោសិការបស់យើងវាបំលែងខ្លួនវាឈប់មានរូបរាងដោយកោសិកាធម្មតាទៀតហើយធម្មតាកោសិកានៅកន្លែងមាត់ស្បូនហ្នឹងគឺជាកោសិកានៅផ្នែកខាងលើគឺជាកោសិកាសំប៉ែតមានពណ៌ផ្កាឈូកស្ដើងហើយមិនមាននវាយយោធំឬអត់នវាយយោតែម្ដងគឺវាត្រៀមខ្លួននឹងស្លាប់ហើយជ្រុះចេញមកក្រៅគឺនៅក្នុងមាត់ស្បូនហ្នឹងមានស្រទាប់កោសិកាជាច្រើនហើយស្រទាប់ហ្នឹងអាចជ្រៅធំហើយមាននវាយយោធំហើយមូលកាន់តែខិតទៅលើកាន់តែសំប៉ែតស្នូលវាកាន់តែតូចហើយពណ៌វាកាន់តែស្លេកទៅដល់លើមែនតើគឺផ្កាឈូកតែម្ដងនៅខាងក្នុងបើយើងបំពាក់ពណ៌ពេលដែលយើងច្រឹបវាយកទៅវាមានរូបរាងមូលហើយវាមានស្នូលរបស់វាមានពណ៌លង្ដុតចាហើយស្នូលវាធំអញ្ចឹងកាន់តែឡើងទៅលើកាន់តែតូចនឹងគឺជាកោសិកាធម្មតារបស់មាត់ស្បូនតែនៅពេលណាដែលយើងចាប់វាបានស្រាប់តែវាមានរូបរាងប្លែកពេលដែលយើងបៀកយកមកមើលរូបរាងវាប្លែកគឺឈប់សប៉ែតហើយវាប៉ោង
វាធំ ចេញមកខាងក្រៅយ៉ាងម៉េចលើ ពេលដែលយើងបៀកព្រោះពេលដែលយើងពិនិត្យតាមដានរត់ហ្នឹងគេហៅធ្វើ Pap smear ហ្នឹងគឺយើងពិនិត្យតាមដានរកកោសិកាមហារីក Morsbone ដែលយើងរកឃើញហ្នឹងរកឃើញកោសិកាដែលទៅជាមហារីកហើយក៏រកឃើញកោសិកាដែលកំពុងបំលែងទៅជាមហារីកក៏រកឃើញហើយការដែលយើងកំពុងបំលែងទៅជាមហារីកហ្នឹងវាមានដំណាក់កាលរបស់វាជាច្រើនដែលយើងអាចឃើញវាអ្នកដែលគេជំនាញហ្នឹងគឺគេមើលដឹងហើយអានេះនៅក្នុងដំណាក់កាលទីប្រមាណ CIN1 CIN2 ឬក៏ CIN3 ឬក៏ CIS ចាំខ្ញុំបញ្ជាក់ចាគ្រប់ដំណាក់កាលទាំងអស់វាមានរបៀបរកខុសៗគ្នាមានន័យថារបៀបរកតែមួយប៉ុន្តែវាមានរូបរាងខុសៗគ្នាវាបដូរទាំងទំហំបដូរទាំងរូបរាងបដូរទាំងពណ៌គឺបដូរទាំងអស់ហើយបដូរទាំងទីតាំងទៀតឧទាហរណ៍ដូចថាអាមួយដែលស្ថិតនៅខាងក្រោមវាគួរតែនៅខាងក្រោមស្រាប់ទៅវានៅខាងលើបដូរទីតាំងរបស់វាមិនគួរនៅកន្លែងហ្នឹងវាខុសកន្លែងចាអញ្ចឹងហើយបានខ្ញុំនិយាយតាំងពីដំបូងខ្ញុំថាអាកោសិកាដែលបំលែងណាគឺមហារីកមានន័យថាមហារីក Morsbone ហ្នឹងគឺជាការបំលែងកោសិកាហ្នឹងហើយបំលែងហ្នឹងគឺបំលែងអីបំលែងខុសរូបរាងខុសទីតាំងខុសមុខងារខុសទាំងអស់ចុះមិនបានណាអាមេរោគ HPV ហ្នឹងវាធ្វើមិនបានទៅជាមហារីកអាចចង់ដឹងថាមិនបាននៅសុកអាមេរោគហ្នឹងធ្វើឲ្យទៅជាមហារីកចាមិនក៏មេរោគផ្សេងទៀតនៅកន្លែងហ្នឹងមកកណោមិនក៏ធ្វើឲ្យមិនទៅជាមហារីកហ្នឹងហើយពេលខ្លះធ្លាក់សផងដំបៅផងខ្ទុះផងស្អុយផងរមាស់ផងចុះមិនក៏មិនទៅជាមហារីកមិនអាមួយឬស្ងាត់វាទៅជាមហារីកវាពិសេសជាងគេម្ល៉េះចាវាខូចជាងគេបើគេរកឃើញនៅលើពិភពលោកហ្នឹងមានស្ត្រីលើសពីពាក់កណ្ដាលទៀតឆ្លងមេរោគ HPV ហើយឆ្លងអត់ដឹងខ្លួនទេហើយបើនិយាយពីប្រភេទនៃ HPV ហ្នឹងគឺវាមានប្រភេទកាចនិងប្រភេទ slot មិនចឹងណាបើសិនជាស្ត្រីឆ្លងប្រភេទកាចក្នុងចំណោម100នាក់អាចក្លាយទៅជាមហារីកតែ5នាក់អីទេសល់ប្រហែលមិនកើតមហារីកឬមួយជាវិញដោយខ្លួនឯងក្នុងរយៈពេលពី1ឆ្នាំទៅ2ឆ្នាំអាចជាវិញដោយខ្លួនឯងម្ចាស់ខ្លួនអត់ដឹងហើយដំបូងពេលដែលយើងឆ្លងចូលទៅគឺមេរោគ HPV ហ្នឹងវាជ្រៀតចូលទៅក្នុងកោសិកាអាស្រទាប់ខាងលើដែលខ្ញុំនិយាយថាសំប៉ែតហើយពណ៌ផ្កាឈូកហើយដែលមានស្នូលទូចឬក៏អត់ស្នូលនោះណាពេលដែលវាជ្រៀតចូលទៅវាយកកោសិកាហ្នឹងនិយាយទៅដូចជនអន្តោប្រវេសន៍ខុសច្បាប់វាចូលទៅក្នុងកោសិកាហ្នឹងវាបញ្ជាឲ្យកោសិកាហ្នឹងផលិតសារធាតុប្រូតេអ៊ីនជាច្រើនយ៉ាងក្នុងចំណោមហ្នឹងមានប្រូតេអ៊ីន2ដែលផលិតទៅហើយគឺកោសិកាហ្នឹងប្រែប្រួលតែម្ដងទី1កោសិកាដែលនៅផ្នែកខាងលើគឺត្រៀមខ្លួនស្លាប់ហើយជ្រុះចេញមកក្រៅដូចនៅលើស្បែករបស់យើងចឹងត្រៀមខ្លួនស្លាប់ហើយត្រៀមខ្លួនចេញមកក្រៅដល់ពេលអាមេរោគហ្នឹងវាចូលទៅវាអត់ស្លាប់ស្នូលរបស់វាដែលទូចហ្នឹងគឺមេរោគហ្នឹងធ្វើឲ្យទៅជាធំហើយរូបរាងរបស់វាដែលស្លេកហើយសំប៉ែតហ្នឹងក៏ប៉ោងទៀតហើយមានពណ៌ផ្សេងអញ្ចឹងគេចាប់បានភ្លាមចាអាហ្នឹងគេហៅ dysplasia ហ្នឹងគឺកោសិកាហ្នឹងវាធ្វើការខុសតួនាទីវាត្រូវស្លាប់ប៉ុន្តែវាមិនស្លាប់វាបែរជានៅទីនោះហើយធំធាត់ហើយរីករាលដាលគឺមេរោគហ្នឹងចូលទៅដល់ក្នុងហ្នឹងគឺធ្វើឲ្យកោសិកាហ្នឹងផលិតប្រូតេអ៊ីនហើយប្រូតេអ៊ីនហ្នឹងធ្វើឲ្យកោសិកាបំលែងចាប់ពីថ្ងៃដែលគាត់ឆ្លងរហូតដល់ពេលដែលគាត់คลายទៅជាកោសិកាមហារីកអាចប្រើរយៈពេល10ទៅ20ឆ្នាំយូរហើយពេលដែលគាត់คลายទៅជាកោសិកាមហារីកហ្នឹងហើយគេហៅដុំគេហៅ tumor សិនមិនទាន់មហារីកដែលរីករាលដាលទេនៅក្នុងស្បូនហ្នឹងនៅក្នុងមាត់ស្បូនចានៅក្នុងមាត់ស្បូនហើយមិនរាលដាលដល់ទីតាំងផ្សេងទេគឺនៅតែមាត់ស្បូនមិនរាលដាលដល់ប្លោកនោមមិនរាលដាលដល់ប្លោកលាមកទេគឺនៅតែក្នុងទីតាំងរបស់ខ្លួនអាហ្នឹងគឺជាការបំលែងកម្រិតខ្ពស់វាអត់ទាន់ទៅជាមហារីកទេប៉ុន្តែវាប្រើពេល10ទៅ20ឆ្នាំហើយក្នុងអំឡុងពេលដែលវាបំលែងអ្នកដែលមានប្រព័ន្ធការពារខ្លាំងគឺមើលទៅឃើញថាអូកោសិកានេះខុសប្រក្រតីហើយអញ្ចឹងប្រព័ន្ធការពាររាងកាយយើងគេហៅ immune system របស់យើងនឹងទៅសម្រាប់វាចោលអញ្ចឹងឯងបានក្នុងរយៈពេល1ឆ្នាំទៅ2ឆ្នាំគឺខ្លួនយើងសម្អាតទាំងអស់มันមានបញ្ហាអីទេជាដាច់ជាខ្លួនឯងដោយមិនដឹងខ្លួនអាហ្នឹងសម្រាប់មេរោគ HPV ដែលកំពុងតែបំលែងកោសិកាពេលចូលទៅវាបំលែងពេលដែលបំលែងសរីរាង្គរបស់យើងមាន immune system គឺមានប្រព័ន្ធការពារអញ្ចឹងគាត់ស្គាល់គាត់ថាអូអានេះខុសប្រក្រតីហើយមុខងារអ្នកឯងមិនមែននៅទីនេះទេអ្នកឯងត្រូវស្លាប់ព្រោះកោសិកានឹងវាស្លាប់រាល់ថ្ងៃដូចនៅលើស្បែកយើងអញ្ចឹងវាសំប៉ែតនឹងវាជ្រុះមកហើយចេញមកក្រៅជាមួយធ្លាក់សអីខាប់ហ្នឹងអញ្ចឹងបានមនុស្សស្រីទោះបីអត់មានជំងឺអីក៏មានសតិចចេញមកដែរហ្នឹងគឺជាកំតិចកំទីដែលកោសិកានឹងមកស្បូននឹងវាហៀចេញមកក្រៅចាជាមួយនឹងទឹករំអិលខ្លះអីអញ្ចឹងទៅប៉ុន្តែអ្នកខ្លះប្រព័ន្ធការពាររាងកាយយើងហ្នឹងទប់អត់បានទេទប់អត់ឈ្នះវាឯងអញ្ចឹងនៅនឹងរហូតទៅហើយបើសិនជាខ្លាំងមែនតើទៅជាមហារីកទៅបើសិនជាគាត់អាចទប់ទល់បាននៅត្រឹមនឹងអត់ទៅជាមហារីកទេដែលខ្ញុំនិយាយមិញថាទោះជាមានមេរោគ HPV ហើយប្រភេទកាចក៏មិនមហារីកដែរមានតែ 5% ដែលកើតទៅជាមហារីកទោះជាមានមហារីកមេរោគមហារីកអាកាចក៏ដោយលេខ16និងលេខ18ហ្នឹងក៏ដោយដែលកាចជាងគេហ្នឹងក៏ដោយគឺស្ត្រីនោះអាចនៅតែមិន
កើតមហារីកមានតែ 5% ប៉ុណ្ណោះដែលកើតទៅជាមហារីកដោយសារអីដោយសារទី1អ្នកខ្លះប្រព័ន្ធការពាររាងកាយយើងសម្រាប់បំផ្លាញវាចោលទាំងអស់ចា៎បំផ្លាញចោលទាំងអស់ក្នុងរយៈពេល1ឆ្នាំ2ឆ្នាំគឺយើងស្អាតចាស់អត់ដឹងខ្លួនជាវិញដោយមិនដឹងខ្លួនហើយអ្នកខ្លះទៀតគឺនៅនឹងឯងនៅប្រយុទ្ធតតាំងគ្នានៅនឹងឯងអត់ឈ្នះអត់ចាញ់នៅនឹងឯងប៉ុន្តែមិនរៀលដាលទៅជាមហារីកទេដើម្បីបំលែងចប់សពគ្រប់ពីកោសិកាធម្មតាទៅដល់កោសិកាថាមហារីកគេប្រើពេល10ទៅ20ឆ្នាំខ្លាយទៅជាកោសិកាមហារីកហើយនឹងហ្មងទៅដល់ពេលដែលគាត់កាចណារៀលដាលរៀតបាតដល់សរីរាង្គជុំវិញហើយទៅដល់ថ្លើមទៅដល់ខួរក្បាលហ្នឹងគឺប្រើពេលប្រហែលជា10ឆ្នាំទៅមុខទៀតអញ្ចឹងយើងមានពេលវេលាច្រើនណាស់នេះគឺជាឱកាសល្អដែលជាហេតុធ្វើឲ្យអត្រានៃការកើតមហារីកមាត់ស្បូននៅលើពិភពលោកធ្លាក់ចុះខ្លាំងមែនទែនដោយសារស្ត្រីដឹងហើយវិជ្ជបណ្ឌិតក៏ដឹងទាំងអស់គ្នាគឺចាប់រកឃើញមុនពេលដំបូងហ្នឹងគេហៅ CIN1 ហ្នឹងគ្រាន់តែជាការបំលែងតិចតួចទេកោសិកាហ្នឹងគ្រាន់តែវារៀងប្លែកខុសពីមុនបន្តិចទេគឺគ្រាន់តែវាមានវាយោស្នូលហ្នឹងរៀងធំបន្តិចហើយមានតិចតួចទេអត់មានគ្រប់ជាន់ទេមានតែផ្នែកខាងលើតិចតួចទេស្រាប់តែដល់ពេល CIN2 នឹងឡើងតិចទៀតហើយធំជាងមុនតិចទៀតហើយដល់ពេល CIN3 មានដំណាក់កាលទី3ទី1តិចទី2ខ្លាំងជាងនឹងតិចទី3ខ្លាំងជាងនឹងតិចចាអានោះគឺគេហៅ high grade ហើយគឺការបំលែងដល់ដំណាក់កាលខ្ពស់ហើយប៉ុន្តែនៅតែមិនទាន់ទៅជាមហារីកមានលទ្ធភាពនៅក្នុងការជាឡើងវិញចាបើយើងរកឃើញតាន់គឺយើងបំផ្លាញវាចោលអស់ឲ្យលេងអស់កោសិកាហ្នឹងលេងមានកោសិកាហ្នឹងបានអីបំលែងតទៅមុខទៀតអញ្ចឹងស្ត្រីហ្នឹងគឺគាត់ជាហើយអ្នកដែលរកឃើញនៅពេលហ្នឹងគឺគាត់មានវាសនាខ្ពស់ហើយគឺគាត់អាចបញ្ជិះវាសនារបស់គាត់ពីការកើតជំងឺមហារីកហើយតែបើយើងអត់ធ្វើអីមានរឿងអីកើតឡើងវាអាចវិវត្តទៅមកដំណាក់កាលទៀតគេហៅ CIS Carcinoma in situ ពេលហ្នឹងគឺទៅជាមហារីកហើយប៉ុន្តែគ្រាន់តែមហារីកហ្នឹងនៅក្នុងកន្លែងរបស់វាមិនរៀលដាលហួសពីទម្រហួសពីព្រំដែនព្រោះវាមានព្រំដែនកោសិកាមហារីកមកស្មោះវាមានព្រំដែនរបស់វាមួយវាមានស្រទាប់ខាងក្រៅហើយបានមានព្រំដែនហើយបានដល់សាច់ដុំអញ្ចឹងវាអត់ហួសពីព្រំដែនទេអានឹងបើយើងរកឃើញក៏ល្អដែរជាដល់ទៅ 92% យ៉ាងដំណាក់កាលនេះអាចធ្វើការព្យាបាលជាសស្បាយដែរគេវាកាត់យកចេញវាអត់ទាន់រៀលដាលទៅដល់ខាងណាអញ្ចឹងបំផ្លាញវាចោលទាំងអស់ជា 92% ហើយជួបអ្នកដែលអត់ជាមិនមានន័យថាវាមិនមែនជា Carcinoma in situ វាមិនមែនរីកនៅនឹងយើងមើលនឹងភ្នែកយើងមើលនឹងមីក្រូទស្សន៍ឃើញចឹងមែនក៏ប៉ុន្តែវាបានដាច់កោសិកាតូចតាចណាមួយហើយទៅដល់ក្នុងកូនកណ្ដុរអញ្ចឹងឯងបានការព្យាបាលដើម្បីកុំឲ្យវាលាប់ឲ្យជាដាច់ហ្នឹងគឺគេយកចេញទាំងកូនកណ្ដុរទៀតចាកូនកណ្ដុរនៅក្នុងលអាងតាគៀកអាហ្នឹងមិនមែនកំហុសរបស់កូនកណ្ដុរទេគឺកូនកណ្ដុរការពិតជួយយើងទេអាកោសិកាហ្នឹងវាដាច់ផងទៅហើយក៏ប៉ុន្តែវាចាប់នៅក្នុងកូនកណ្ដុរហ្នឹងគឺចម្រោះទុកនៅហ្នឹងកុំឲ្យទៅមុខទៀតចាហ្នឹងហើយអញ្ចឹងដើម្បីកុំឲ្យវានៅក្នុងកូនកណ្ដុរហ្នឹងថ្ងៃណាមួយកូនកណ្ដុរចាប់លែងជាប់វាទៅហើយទៅទាំងអស់អញ្ចឹងយើងចឹងឯងបានទៅដល់អាកន្លែង Carcinoma in situ មានន័យថាមហារីកដែលនៅនឹងកន្លែងហ្នឹងគឺគេយកចេញទាំងអស់ទាំងកូនកណ្ដុរទាំងអីហ្នឹង 92% យ៉ាងតិចគឺគាត់ជាដាច់ចាដោយមិនលប់ឡើងវិញមិនត្រឡប់មកវិញគឺបាយបាយមហារីកចាមិញលោកស្រីវិជ្ជបណ្ឌិតបាននិយាយអំពីការរុករកហើយនឹងដំណាក់កាលនៃការវិវត្តពីជំងឺមហារីកមាត់ស្បូនមានតាំងពីដំណាក់កាលទី1ទី2ទី3ហើយបន្ទាប់មក CIS ក៏ប៉ុន្តែវាមិនទាន់រៀបត្បាតហួសព្រំដែនរបស់វាគឺវានៅតែនៅក្នុងសើចាយើងអាចធ្វើការព្យាបាលជានៅកន្លែងនេះបំផ្លាញចោលទាំងអស់ហើយបំផ្លាញចោលទាំងកូនកណ្ដុរទៀតតាមមកដល់ CIS ហើយគឺគេមើលរូបរាងស្គាល់ហ្មងហ្នឹងមិនមែនជាតួនាទីរបស់យើងគឺជាតួនាទីអ្នកជំនាញចាហើយក៏មិនមែនជាតួនាទីដុកទ័រដែលរកដែរគឺយើងយកវាបានផ្ដល់ទៅឲ្យដុកទ័រម្នាក់ទៀតគេមានជំនាញតែមួយគត់គឺគេធ្វើអានឹងរាល់ថ្ងៃអញ្ចឹងគេរកទៅគេប្រាប់ថាយើងនៅក្នុងដំណាក់កាលទីប្រមាណហើយពេលហ្នឹងគេឲ្យលទ្ធផលមកវិញវិជ្ជបណ្ឌិតសម្រាប់ហើយចាបើសិនជាត្រឹមតែដំណាក់កាលបំលែងទី1យើងមិនមែនមហារីកទេណាគឺដំណាក់កាលនៃការបំលែងគេហៅ dysplasia ដំណាក់កាលនៃការបំលែងទី1អាចត្រឡប់ថយក្រោយវិញបានយើងឆែកមើលកោសិកា6ខែម្ដង3ខែម្ដងឬ4ខែម្ដងវាអាចនៅត្រឹងឬមួយក៏វាថយក្រោយវិញចានេះបើសិនជាយើងរករកឃើញតាន់ពេលវេលាយើងធ្វើការព្យាបាលជាចុះបើសិនជាដំណាក់កាលដែលថាចុងក្រោយបំផុតហើយយ៉ាងម៉េចទៅវិញហើយមានរោគសញ្ញាអ្វីដែលសម្គាល់ឃើញទេចុងក្រោយបំផុតឯហួសអាគេហៅ Carcinoma in situ ហ្នឹងមានន័យថាវារាតត្បាតហួសព្រំដែនរបស់វាហើយអញ្ចឹងកន្លែងហ្នឹងហើយដែលខ្ញុំនិយាយកាលពីមុននោះថាគាត់នឹងធ្លាក់ឈាមចាហើយជួនកាលពេលដែលធ្លាក់ឈាមទៅហើយស្រាប់តែយើងឆ្លោះរមើល scan រមើលទៅឃើញនៅក្នុងខួរក្បាលឃើញនៅក្នុងថ្លើមអីនោះណាអានោះគឺជាដំណាក់កាលដែលយើងចាំតែថ្ងៃស្លាប់ហើយវារាតត្បាតគ្រប់កន្លែងទាំងអស់នៃកោសិកាសរីរាង្គចាវាបំផ្លាញទាំងអស់ហើយពេលនោះយើងមិនអាចរស់បានទេចាយូរនឹងឆាប់យើងនឹងស្លាប់ដូចគ្នាអញ្ចឹងឯងបានគេឲ្យរកមុនផលវិបាកនៃការមិនរកមុនគឺវាវត្តទៅជាជំងឺមហារីកបំផ្លាញជីវិតយើងតែម្ដងចាហើយយើងជាស្ត្រីយើងគួរតែគិតយ៉ាងហោចយើងគិតអំពីអ្នកដែលនៅក្នុងក្រុមគ្រួសារ
សារយើងមានពេលដល់ទៅ20-30 ឆ្នាំចុះថៃក៏មិនរកចាយើងមានពេលគ្រប់គ្រាន់បើឆ្នាំនឹងយើងមិនបានធ្វើឆ្នាំក្រោយយើងទៅធ្វើដូចខ្ញុំនិយាយមិញអញ្ចឹងទម្រាំបំលែងពីកោសិកាធម្មតាទៅដល់កោសិកាដំណាក់កាលខ្ពស់ដែលថាបន្តិចទៀតអាចខ្លាយទៅជាមហារាជប្រើពេលដល់ទៅ10-20 ឆ្នាំចុះថៃក៏មិនរក10ឆ្នាំនឹងយ៉ាងហើយរកក្នុង10ឆ្នាំនឹង2-3ដងទៅយូរណាស់អញ្ចឹងកម្រិតទី1កម្រិតទី2និងកម្រិតទី3កម្រិតទី1ថយក្រោយវិញបានកម្រិតទី2ត្រូវធ្វើអ្វីមួយហើយមិនអាចនៅស្ងៀមបានទេបានលទ្ធផលមកយើងត្រូវធ្វើមិនខ្លះព្រោះអ្នកខ្លះបានលទ្ធផលមកដឹងត្រូវធ្វើមិនទេអានឹងអាក្រក់ជាងគេអញ្ចឹងអ្នកជំងឺនឹងនៅហេលហាលនៅថ្ងៃគិតតែពីការទុកខ្វល់ចាខ្វល់ពេលដែលឃើញនៅក្នុងដំណាក់កាលទី1ដំណាក់កាលទី1ភាគច្រើនគឺកំពុងតែមាន HPV ហើយកំពុងតែ HPV ហើយមានរោគនឹងហើយចាលើសពី 90% គឺវាហើយអញ្ចឹងយើងត្រូវធ្វើម៉េចមានវិធី2យ៉ាងនៅក្នុងការរុករកនៃការបំលែងនឹងផលវិបាកនៃការមិនរុករកមុនគឺវាវត្តទៅជាជំងឺមហារីកបំផ្លាញជីវិតយើងតែម្ដងចាហើយយើងជាស្ត្រីយើងគួរតែគិតយ៉ាងហោចយើងគិតអំពីអ្នកដែលនៅក្នុងក្រុមគ្រួសារយើងមានពេលដល់ទៅ20-30 ឆ្នាំចុះថៃក៏មិនរកចាយើងមានពេលគ្រប់គ្រាន់បើឆ្នាំនឹងយើងមិនបានធ្វើឆ្នាំក្រោយយើងទៅធ្វើដូចខ្ញុំនិយាយមិញអញ្ចឹងទម្រាំបំលែងពីកោសិកាធម្មតាទៅដល់កោសិកាដំណាក់កាលខ្ពស់ដែលថាបន្តិចទៀតអាចខ្លាយទៅជាមហារាជប្រើពេលដល់ទៅ10-20 ឆ្នាំចុះថៃក៏មិនរក10ឆ្នាំនឹងយ៉ាងហើយរកក្នុង10ឆ្នាំនឹង2-3ដងទៅយូរណាស់អញ្ចឹងកម្រិតទី1កម្រិតទី2និងកម្រិតទី3កម្រិតទី1ថយក្រោយវិញបានកម្រិតទី2ត្រូវធ្វើអ្វីមួយហើយមិនអាចនៅស្ងៀមបានទេបានលទ្ធផលមកយើងត្រូវធ្វើមិនខ្លះព្រោះអ្នកខ្លះបានលទ្ធផលមកដឹងត្រូវធ្វើមិនទេអានឹងអាក្រក់ជាងគេអញ្ចឹងអ្នកជំងឺនឹងនៅហេលហាលនៅថ្ងៃគិតតែពីការទុកខ្វល់ចាខ្វល់ពេលដែលឃើញនៅក្នុងដំណាក់កាលទី1ដំណាក់កាលទី1ភាគច្រើនគឺកំពុងតែមាន HPV ហើយកំពុងតែ HPV ហើយមានរោគនឹងហើយចាលើសពី 90% គឺវាហើយអញ្ចឹងយើងត្រូវធ្វើម៉េចមានវិធី2យ៉ាងនៅក្នុងការរុករកនៃការបំលែងនឹងវិធីមួយជាវិធីបុរាណគេហៅ conventional pap smear នឹងគឺជាវិធីបុរាណហើយយើងធ្វើរាល់ថ្ងៃនៅលើពិភពលោកគេស្ទើរតែឈប់ធ្វើហើយ 90% គេធ្វើវិធីថ្មីហើយចាគេមិនធ្វើវិធីបុរាណហ្នឹងទេវិធីបុរាណហ្នឹងដែលយើងធ្វើហ្នឹងគឺងាយបំផុតហ្នឹងគឺយើងយកឈើទៅស្បៀកយកកោសិកាក្នុងមាត់ស្បូនហើយនឹងនៅលើមាត់ស្បូនដាក់នៅលើកញ្ចក់ហើយបំពាក់ពណ៌មើលនៅក្នុងមីក្រូទស្សន៍មើលនឹងភ្នែកឬមើលនៅឧបករណ៍មីក្រូទស្សន៍នឹងភ្នែកមីក្រូទស្សន៍ហ្នឹងគឺជាឧបករណ៍ពង្រីកកែវពង្រីកហើយយើងដាក់ភ្នែកយើងធម្មតាមើលភ្នែកមនុស្សមើលមិនមែនកុំព្យូទ័រមើលទេពេលដែលយើងមើលទៅយើងរករកកោសិកាដូចខ្ញុំនិយាយមិញអញ្ចឹងវាមានកោសិកាចម្លែកហើយស្រួលរកទេទី1យើងត្រូវតែស្គាល់កោសិកាធម្មតាសិនពេលដែលយើងរៀនជាវិជ្ជបណ្ឌិតហ្នឹងគឺគេឲ្យរកឲ្យតាំងពីឆ្នាំទី1ម៉េះគេឲ្យយើងមើលមួយថ្ងៃហ្នឹងគេឲ្យយើងមើលកោសិកាធម្មតាយើងមើលទៅឃើញវាសំប៉ែតវាស្លេកហើយវាគ្មានស្នូលឬក៏ស្នូលនឹងទូចចិត្តស្លាប់ហើយស្រាប់តាមើលទៅចុះមើលអាមួយនេះថៃបានវាប៉ោងហើយថៃបានស្នូលវាធំហើយជួបវាពណ៌អីក៏ធំហើយកាន់តែដំណាក់កាលខ្ពស់ស្នូលកាន់តែធំបើនិយាយពីនំវិញសើស្នូលហើយមានស្បែកបន្តិចទេចាមូលវាអត់សំប៉ែតទេវាកាន់តែមូលទៅហើយកាន់តែតូចទៅស្នូលកាន់តែធំខ្លួនកាន់តែតូចអានោះកាន់តែកាចចាពេលដែលយើងបៀកយកមកដាក់នៅលើកញ្ចក់ហ្នឹងអាវិធីបុរាណហ្នឹងយើងអាចបៀកមកវាច្រើនពេកពេលដែលបៀកមកដោយឈាមជួនកាលទៀតដោយកោសិកាផ្សេងទៀតដូចជាសដូចជាអីចឹងយកមកដល់បៀកនៅលើកញ្ចក់ហ្នឹងវាអាចត្រួតលើគ្នាបាំងរកកោសិកាបំលែងហ្នឹងអត់ឃើញទេតើតែបំលែងហ្នឹងកម្រិតខ្ពស់ច្រើនពេកហើយបានឃើញនៅពីវាកាលអាហ្នឹងដល់ហើយគឺជាវិធីបុរាណយើងអាចរកមិនឃើញដោយសារវាតិចតួចហើយវាកលើគ្នាបាត់ចាហើយពេលដែលយើងរកឃើញក៏យើងមើលវាអត់ច្បាស់ដែរពេលខ្លះអត់ច្បាស់ទេចាហើយយើងអត់អាចដឹងថាមានមេរោគដែលធ្វើឲ្យទៅជាមហារីក HPV នៅនឹងឬអត់ទេហ្នឹងគឺជាវិធីបុរាណចាចំណែកអាវិធីដែលទំនើបដែលគេដាក់ឲ្យប្រើប្រាស់នៅលើពិភពលោកភាគច្រើនគេដាក់ឲ្យតាំងពីឆ្នាំ2006គេហៅ tin prep មិនមែន conventional pap smear ធម្មតាយកបបៀកដាក់លើកញ្ចក់ឲ្យមនុស្សមើលទេ tin prep ហ្នឹងគឺជាការធ្វើតេស្តរុករកមហារីកមាត់ស្បូនវិធីទំនើបដែលប្រើប្រាស់ប្រព័ន្ធកុំព្យូទ័រហើយគេមានរបៀបយកកោសិកានឹងពិសេសយ៉ាងម៉េចពេលដែលគេបៀកហ្នឹងគេមានច្រាស់គេនឹងទុនហើយវាមានធ្មេញវាច្រើនណាទុនជាងច្រាស់ដុសធ្មេញទៀតអញ្ចឹងច្រាស់ហ្នឹងវាមានរាងវាពិសេសទៀតពិសេសយ៉ាងម៉េចវាមានកណ្ដាលគេស្រួចដើម្បីដាក់ចូលទៅដល់ក្នុងរុនដើម្បីបៀកឲ្យបានទាំងកោសិកានៅលើមាត់ស្បូនទាំងកោសិកានៅក្នុងរុនមាត់ស្បូននឹងតែម្ដងអញ្ចឹងយើងដាក់អាស្រួចហ្នឹងចូលទៅដល់ក្នុងរុនហ្នឹងយើងបង្វិលហើយយើងបានកោសិកាមកហើយពេលដែលបានកោសិកាមកដល់ក្រៅអត់ដាក់លើកញ្ចក់អាចកលើគ្នាដោយអាវិធីបុរាណទេគេដាក់ចូលទៅក្នុងកំប៉ុងដែលមានទឹកថ្នាំពិសេសហ្នឹងវាមានផលល្អពីរយ៉ាងទី1វាធ្វើឲ្យកោសិកាមហារីកទាំងអស់ហ្នឹងនៅមូលស្អាតល្អចាអត់មានខូចខាតអត់ជន់លើគ្នាទៀតទេហើយអត់ជន់លើគ្នាព្រោះវានៅក្នុងទឹកហើយផលល្អមួយទៀតគឺឧទាហរណ៍ដូចជាឈាមឬក៏កោសិកាផ្សេងហ្នឹងវាសម្អាតចោលមក
សម្អាតចោលទាំងអស់អញ្ចឹងយើងល្បីទៅយើងចាក់ចេញទៅយើងយកតែកោសិកាមហារីកមកស្បូនទាំងអស់អញ្ចឹងយើងបានទាំងអស់បើវាបានមួយសែនកោសិកាគឺបានទាំងអស់យកទៅមើលទាំងអស់ហើយអាណាដែលបាំងអាណាដែលអីឈប់កោលើគ្នាទាំងអស់ហើយហ្នឹងវិធីល្អទី1ផលល្អទី1ដែលយើងប្រើប្រាស់វិធីទំនើបទី2ទៀតឧបមាថាយើងបៀកបានកោសិកានឹងមួយសែនកោសិកានឹងនៅសល់សុទ្ធតែកោសិកាមកស្បូនទាំងអស់មហារីកនឹងមិនមហារីកក្តីគឺនៅក្នុងនឹងទាំងអស់អត់មានកោលើគ្នាអត់មានបាត់ទាំងណាទេបាត់តែអាកោសិកាដែលមិនមែនជាកោសិកាមហារីកមកស្បូនគឺវាចេញទៅបាត់ហើយគេចាក់ចោលទៅតាមទឹកអស់ហើយហ្នឹងអញ្ចឹងអាដែលគេបៀកបានប្រមាណហ្នឹងគេប្រើប្រាស់ប្រព័ន្ធកុំព្យូទ័រឲ្យមើលទាំងអស់គ្រប់កោសិកាដែលបៀកបានម្ដងមួយហើយបើសិនជាយើងមើលនឹងភ្នែកដោយវិធីបុរាណដែលតែងតែធ្វើនៅស្រុកខ្មែររាល់ថ្ងៃនិងប្រទេសខ្លះនៅតែធ្វើដែរហ្នឹងគឺយើងអត់អាចមើលទាំងអស់ទេគឺយើងមើលតែអាណាយើងមើលឃើញនៅមុខលើបន្តិចហ្នឹងមកកវល់ប៉ុនចង្អុលដៃហ្នឹងចាប៉ុន្តែអាវិធីនោះគឺមានប្រមាណកុំព្យូទ័រមើលទាំងអស់ម្ដងមួយហើយពេលដែលវាមើលឃើញផលល្អមួយទៀតពេលដែលយើងមើលឃើញហ្នឹងកុំព្យូទ័រនេះវាប្រាប់យើងថាអូនៅកន្លែងនេះមានកោសិកាចម្លែកម៉ាស៊ីនហ្នឹងបង្ហាញតែម្ដងម៉ាស៊ីនហ្នឹងវាចាប់ឲ្យយើងហ្មងអញ្ចឹងពេលដែលចាប់បានហើយនៅកន្លែងហ្នឹងគឺអ្នកជំនាញទៅមើលម្ដងទៀតធ្វើពិសោធន៍ម្ដងទៀតមើលម្ដងទៀតឲ្យប្រកាសត្រួតពិនិត្យដល់ទៅ2ដងមនុស្សត្រួតលើម៉ាស៊ីនទៀតហើយមួយទៀតតាមអាវិធីហ្នឹងគឺយើងអាចរុករក HPV បានមេរោគមហារីកមកស្បូនចាអាហ្នឹងវិធីដដែលហ្នឹងគេហៅថា DNA គេធ្វើតេស្តមួយទៀតពីលើហ្នឹង DNA តេស្តហ្នឹងឈ្មោះ Cobas 4800លេខកូដវាពេលដែលយើងឃើញថាមានកោសិកាបំលែងហើយគេទៅដំណាក់កាលមួយទៀតគឺគេរកថាមាន HPV ឬអត់ហើយគេធ្វើ DNA បើមាន HPV លេខប្រមាណលេខ16លេខ18ឬលេខផ្សេងទៀតលេខកាច់ឬមួយក៏លេខ slot ជាទូទៅបើមានគេរកតែ15លេខទេចាគេរកតែ15លេខហ្នឹងទេបើមិនមែន15លេខហ្នឹងមានន័យថាអសល់ប៉ុន្មានសិស្ស slot ទាំងអស់ជុំវាច្រើនហ្មងយើងរកតែអាកាចទៅយើងកម្រអា slot រកទៅអីវាច្រើនពេកហ្នឹងហើយអញ្ចឹងយើងរកតែអាកាចទៅបើមានអាកាចគេប្រាប់យើងថាមានអាកាចហើយឥឡូវអញ្ចឹងរបៀបចាត់ចែងត្រូវតែធ្វើឲ្យហ្មត់ចត់បន្តិចមិនអាចទុកចោលទេចាហើយបើសិនជាយើងធ្វើតេស្តហ្នឹងហើយតែហ្នឹងវាឆ្លើយមកថាអត់មានកោសិកាមហារីកទេហើយក៏អត់មានកោសិកាដែលកំពុងបំលែងទៅជាមហារីកដែរអញ្ចឹងយើងរកឃើញមហារីកឬកំពុងបំលែងទៅជាមហារីកបើអត់ទាំងពីរហើយស្រាប់តែរកទៅថាអត់មានទាំងអាមេរោគដែលឲ្យបំលែងទៀតអាហ្នឹងនៅប្រទេសខ្លះគេឲ្យយើងធ្វើ3ឆ្នាំក្រោយមក3ឆ្នាំហើយបើតាមបានម្ដងទៀតចាអ្នកខ្លះ5ឆ្នាំផងព្រោះវាច្បាស់ខ្លាំងពេកថាឥឡូវហ្នឹងមិនមានមេរោគទេដែលអាចបំលែងហើយអាកោសិកាដែលកំពុងបំលែងហ្នឹងទោះថាដំណាក់កាលទី1ទី2ឬក៏ទី3ឬក៏ CIS ទី4ហ្នឹងគឺមិនមានដែរចាហើយអាមហារីកហ្នឹងក៏អត់មានដែរអញ្ចឹងវាមិនអាចមួយឆ្នាំទៀតស្រាប់តែចេញមកទេនឹងហើយបើចេញមកយ៉ាងច្រើនដល់ដំណាក់កាលទី1អញ្ចឹងគេអាចអនុញ្ញាតឲ្យយើងធ្វើ3ឆ្នាំដងទៅ5ឆ្នាំដងតែវិធីបុរាណ6ខែទៅ12ខែត្រូវតែរកហ្មងតែរកឃើញគឺកោសិកានឹងច្រើនទេណាចាជាទូទៅគេរកឃើញក្នុងដំណាក់កាលទី2ទី3ទី1រកឃើញបើរកឃើញក៏អត់ច្បាស់ដែរអត់ដឹងថាក្នុងដំណាក់កាលណាឲ្យពិតប្រាកដទេកាន់តែអត់ដឹងទៀតថាមាន HPV ឬអត់ហើយកាន់តែអត់ដឹងទៀតថា HPV នឹងអាកាចឬអាស្លូតចឹងហើយបានគេចូលចិត្តមើលអាវិធីទំនើបទី2ដែលលើស្រីវិជ្ជបណ្ឌិតបានលើកឡើងមិញហ្នឹងទិញ PrEP ហ្នឹងគឺមាននៅស្រុកខ្មែរទេឬមួយក៏អត់ទាន់មាននៅឡើយនៅខ្ញុំអត់មានទេប៉ុន្តែនៅ clinic ខ្ញុំហ្នឹងគេមានកំប៉ុងពិសេសឲ្យយើងហើយកំប៉ុងហ្នឹងពេលដែលយើងបៀកបានយើងផ្ញើតាមយន្តហោះទៅសិង្ហបុរីមានដៃគូចាយើងមានកិច្ចសន្យាពិសេសបើសិនជាយើងទៅខ្លួនឯងទី1យើងអស់ថ្លៃយន្តហោះផងទី2យើងអស់ថ្លៃវិជ្ជបណ្ឌិតជំនាញហើយទី3អាថ្លៃ Pap smear នឹងទៀតសរុបចូលគ្នាទៅវាអស់រាប់រយដុល្លារចាហ្នឹងបើយើងចង់ទៅខ្លួនឯងតែឥឡូវហ្នឹងដោយសារយើងមាននៅស្រុកខ្មែរយើងអត់បាច់ឡើងទៅទេយើងបកគលខ្លួនឲ្យតែនៅនេះទៅហើយគេធ្វើតាមមួយផ្លែតនិយាយរួមអត់ឈឺចាអត់ឈឺអត់អីទាំងអស់បៀកកោសិកាបានរយៈពេលតែប្រហែលថ្ងៃក្រោយមកគឺយើងនឹងបានទទួលលទ្ធផលហើយលទ្ធផលហ្នឹងនឹងមានការពន្យល់នឹងមានការកត់ត្រានៅក្នុងกระดาษហើយបើសិនជាការពន្យល់ហ្នឹងធម្មតាទៅសេជាភាសាខ្មែរឲ្យទៀតព្រោះអ្នកខ្លះគាត់អត់ចេះភាសាអង់គ្លេសហើយជួនកាលទៀតចេះអង់គ្លេសដែរប៉ុន្តែអត់យល់ភាសាបច្ចេកទេសទេថាឥឡូវវាទៅដល់កម្រិតណាធម្មតាខ្ញុំទៅសេឲ្យថាឥឡូវអត់មានទេកោសិកាមហារីកដែលកំពុងតែមហារីករីករាលដាលហ្នឹងអត់មានទេហើយអាកោសិកាបំលែងទៅជាមហារីកហ្នឹងក៏អត់ដែរហើយអាមេរោគដែលធ្វើឲ្យកោសិកានឹងបំលែងនៅថ្ងៃក្រោយហ្នឹងក៏អត់ដែរហើយលើពីហ្នឹងទៀតនៅក្នុងហ្នឹងគេមានប្រាប់យើងថាមានសត្វល្អិតអត់មានផ្សិតអត់គឺគេរកឃើញឲ្យយើងស្រាប់តែម្ដងកុំព្យូទ័រវាឆ្លើយប្រាប់ថាមានឬអត់តែម្ដងច្បាស់ហ្មងហើយផ្សិតហ្នឹងគេរកអាផ្សិតដែលបង្កជំងឺគេរកអាម៉ូនីលីយ៉ាហ្នឹងគឺគេរកអាបង្កជំងឺហើយមួយទៀត Trichomonas ហ្នឹងបើសិនជាមានធ្លាក់សច្រើនណាស់ក្លិនទៀតឲ្យលមាស់ទៀតអញ្ចឹងគេរកឃើញនៅក្នុងពេលតែមួយហ្នឹងតែម្ដងយើងអាចធ្វើការព្យាបាលទៅតាមហ្នឹង
កូនច្រើនចំពោះលោកស្រីវិជ្ជបណ្ឌិតហើយតើតើនឹងការរករកផងដែរលោកស្រីបានជំរាបជូនរួចមកហើយថានៅពេលដែលយើងរករកឃើញជំងឺមហារីកមាត់ស្បូនឬមួយក៏មិនមានជំងឺមហារីកមាត់ស្បូនចុះនៅពេលដែលរកឃើញលទ្ធផលទាំងពីរហើយតើគាត់ត្រូវធ្វើយ៉ាងម៉េចតទៅទៀតបើសិនជាគាត់រកទៅមិនឃើញថាមិនមានអីដូចខ្ញុំនិយាយអំបញ្ញមិញអញ្ចឹងគឺគាត់អាចមក3ឆ្នាំទៀតនឹងបើសិនជាគាត់រកតាមវិធីទីន PrEP ហើយទីន PrEP ដែលគេរកទាំង HPV ផងដែរវិធីទំនើបចាវិធីទំនើបហ្នឹងប៉ុន្តែទំនើបហ្នឹងមានពីរដំណាក់កាលទៀតដំណាក់កាលទី1គេគ្រាន់តែរកកោសិកាបំលែងទេតែដំណាក់កាលទី2គេរកថាយើងមានមេរោគ HPV អត់ហើយជាពិសេស HPV ដែលកាចនោះមានឬក៏អត់បើសិនជាអត់មានមហារីកហើយអត់មានការបំលែងហើយអត់មានទាំងមេរោគ HPV ដែលនឹងអាចធ្វើឲ្យកោសិកាបំលែងហ្នឹងគេអាចធ្វើ3ឆ្នាំទៅ5ឆ្នាំទៀតអានេះយើងនិយាយមិញហ្នឹងគឺអំពីលទ្ធផលធម្មតាគឺគាត់មក3ឆ្នាំទៀតឬ5ឆ្នាំទៀតហើយបើសិនជាគាត់ចង់មើលមួយឆ្នាំម្ដងអត់មានអ្នកណាខាត់ទេដើម្បីឲ្យគាត់ប្រកាសចិត្តគេចេះតែខ្លាចគេចេះតែមើលទៅចាហើយគេមានលទ្ធភាពគេចេះតែមើលទៅប៉ុន្តែឥឡូវធ្វើម៉េចបើសិនជាមានការបំលែងឧទាហរណ៍បំលែងដំណាក់កាលទី1ធ្វើម៉េចទី2ធ្វើម៉េចទី3ធ្វើម៉េចដំណាក់កាលទី1គេហៅ CIN1 ហ្នឹងគឺយើងអត់ទាន់ធ្វើអីទេយើងគ្រាន់តែមើលឡើងវិញចាហើយបើសិនជាយើងរកឃើញថាមានមហារីក HPV អាលេខកាចលេខ16 18ឬអា2 3 10ទៀតហ្នឹងក៏ដោយក៏អត់មានវិធីអីព្យាបាលដែរទុកនឹងហ្នឹងហើយអត់ទាន់ធ្វើអីទេចាទុកដល់ណាដែរចាទុកដល់ថ្ងៃវាបំលែងប៉ុន្តែអ្វីដែលត្រូវធ្វើគឺមិនប៉ះពាល់មិនដុតមិនច្រាប់មិនកាត់អីទាំងអស់គ្រាន់តែតាមដានក៏ប៉ុន្តែគេឲ្យយើងចាក់ថ្នាំវ៉ាក់សាំងការពារទោះជាយើងមានមេរោគនឹងហើយក៏ដោយអ្នកខ្លះគិតថាសួរខ្ញុំតាញយនឹងថាចូលខ្ញុំចាក់ថ្នាំបានដែរបើខ្ញុំមិនទាន់បានមើលអត់ទេត្រូវតែចាក់កុំឲ្យអង្គុយចាំអ្នកខ្លះក៏អត់មានពេលមកមើលអញ្ចឹងក៏អង្គុយចាំមួយឆ្នាំហើយមួយឆ្នាំទៀតចា៎អត់ទេដើម្បីការពារមហារីកហ្នឹងគឺមិនបាច់ចាំបាច់មើលទេដូចខ្ញុំនិយាយមិញអញ្ចឹងបើសិនជាមានហើយបំលែងដល់កម្រិតទី1ហើយឬកម្រិតទី2ក៏គេនៅតែចាក់ថ្នាំវ៉ាក់សាំងដែរព្រោះពេលដែលចាក់ថ្នាំវ៉ាក់សាំងការពារទៅយើងបង្កើតអង់ទីគ័រហើយអង់ទីគ័រនឹងឯងជាអ្នកទៅជួយកម្ចាត់ជួយសម្លាប់ចោល CIN1 និង CIN2 ដែលកំពុងបំលែងនឹងកុំឲ្យវាវិវត្តធ្ងន់ធ្ងរទៀតកុំឲ្យវាវិវត្តទៅមុខទៀតគឺឲ្យវាក្រាបឬក៏ឲ្យវានៅត្រឹមនឹងចាកុំឲ្យវារីកលូតលាស់ស្រាប់តែ10ឆ្នាំ20ឆ្នាំទៀតដំណាក់កាលទី1ហ្នឹងខ្លាយទៅជាមហារីកអញ្ចឹងមានន័យថារកឃើញហើយអត់ធ្វើអីទេក្នុងដំណាក់កាលទី1ហ្នឹងឬក៏ទី2ហ្នឹងត្រូវចាក់វ៉ាក់សាំងការពារភ្លាមចាក់វ៉ាក់សាំងការពារទៅយើងនឹងបង្កើតអង់ទីគ័រឲ្យក្នុងរយៈពេលតែ2ខែទៅ6ខែគឺយើងបានអង់ទីគ័រមកហើយវានឹងកម្ចាត់មេរោគហ្នឹងដល់ខ្លួនវាតែម្ដងចាគឺយើងយកអង់ទីគ័រនឹងឯងទៅព្យាបាលហាក់ដូចជាយើងព្យាបាលលេខ1និងលេខ2អញ្ចឹងហើយជាទូទៅមួយឆ្នាំ2ឆ្នាំក្រោយមករកឡើងឃើញហើយចាមានន័យថាយើងត្រូវតែចាក់វ៉ាក់សាំងការពារទោះជាយើងមានមេរោគនឹងហើយក៏ដោយព្រោះអ្នកខ្លះមកសួរខ្ញុំថាចុះខ្ញុំមិនទាន់បានមើលផងតើខ្ញុំចាក់បានដែរអីគឺចាក់បានទោះជាកំពុងតែមានកាន់តែចាក់ទៀតហ្នឹងហើយបើសិនជាកំពុងតែមានការបំលែងហើយទៅដល់កម្រិតទី1កម្រិតទី2ហើយគឺយើងកាន់តែចាក់ទៀតចាំបាច់រហូតពេលនេះទៅអីយើងចាក់ទៅប៉ុន្តែមើលនៅតែមើលហេតុអីពីព្រោះមហារីកហ្នឹងមិនមែនមកតែអំពី HPV ដែលយើងចាក់វ៉ាក់សាំងការពារណានៅសល់ 3% ឬ 7% ទៀតហ្នឹងគឺមកអំពីរឿងផ្សេងអញ្ចឹងយើងត្រូវតែមើលអារឿងផ្សេងនោះក្រោយពេលដែលគាត់ចាក់វ៉ាក់សាំងដើម្បីកុំឲ្យមេរោគហ្នឹងវាវិវត្តឬមួយក៏កុំឲ្យឆ្លងតទៅទៀតហ្នឹងថាតើរយៈពេលប្រហែលដែរដែលគាត់ត្រូវមកមើលជាថ្មីម្ដងទៀតដើម្បីប្រកាសថាជាឬមួយក៏នៅបើសិនជាយើងមានដំណាក់កាលទី1និងដំណាក់កាលទី2ភាគច្រើនគេឲ្យយើងមើល6ខែម្ដងឬ3 4ខែម្ដងចា៎ជាពិសេសដំណាក់កាលទី2 3 4ខែមើលម្ដងចាបើដំណាក់កាលទី1អាច6ខែមើលម្ដងអញ្ចឹងមួយឆ្នាំ2ឆ្នាំក្រោយមកអាចវានៅដដែលតែក៏អាចជាបាត់ទៅវិញដោយខ្លួនឯងដែរជួនកាលមិនទាំងមានធ្វើអីផងមិនទាំងមានលទ្ធភាពចាក់វ៉ាក់សាំងផងក៏វាជាដាច់ដោយខ្លួនឯងដែរចាអាហ្នឹងការបំលែងកម្រិតទី1និងកម្រិតទី2ចាកម្រិតទី2ហ្នឹងវាមាន2យ៉ាងទៀតកម្រិតទី2ដែលនៅទាបបន្តិចនិងកម្រិតទី2ដែលខ្ពស់បន្តិចមិញខ្ញុំនិយាយតែពីការបំលែងអត់ទាន់និយាយពីមហារីកកម្រិតប៉ុន្មានទេណានិយាយពីការបំលែងកោសិកាមិនទាន់មហារីកទេប៉ុន្តែវាកំពុងតែនៅក្នុងដំណាក់កាលបំលែងដែលកម្រិតខ្ពស់ប៉ុន្តែបញ្ជាក់ម្ដងទៀតបំលែងកម្រិតខ្ពស់មែនប៉ុន្តែគាត់មិនមែនជាមហារីកនៅឡើយទេចាពេលនេះត្រូវធ្វើម៉េចគេត្រូវធ្វើកុលប៉ូស្កូបហ្នឹងជាស្អីកុលប៉ូស្កូបហ្នឹងគឺជាម៉ាស៊ីនមួយដែលគេមានកែវពង្រីកហើយគេហៅទឹកខ្មេះសារធាតុហ្នឹងគឺទឹកខ្មេះហ្មងអាស៊ីតអាស៊ីតិកគេយកអាស៊ីតអាស៊ីតិកហ្នឹងទៅលាបនៅលើមាត់ស្បូនរបស់ស្ត្រីចាលាបប្រយោជន៍អីទៅលាបហើយបើសិនជាមានកោសិកាកំពុងបំលែងទៅជាមហារីកនៅម្ដុំត្រង់ណាហ្នឹងកន្លែងហ្នឹងវាប្រែពណ៌ពិសេសចាប្រែពណ៌ប្រែរូបរាងពិសេសតែម្ដងឲ្យយើងមើលឃើញហើយបើសិនជាយើងអត់លាបហើយស្រាប់តែយើងទៅច្រាប់ជួនកាលយើងដឹងស្រាប់ហើយមហារីកមាត់ស្បូនវាអត់ដឹងនៅម្ដុំណាទេវាមិនមែនកើតមកជុំវិញបបេមាត់ហ្មងទេមិនចឹងហ៎ជួនកាលវានៅតែម្ដុំអញ្ចឹងយើងរកវាអត់ឃើញអត់ដឹងច្រាប់កន្លែងណាទៅច្រាប់ចាំមកកន្លែងអត់អីលទ្ធផលមកអត់អីคล้าย
អញ្ចឹងដើម្បីឲ្យយើងងាយស្រួលបំផុតគឺយើងត្រូវធ្វើវាក្រោម colposcope ហ្នឹងគឺយើងមើលឃើញនឹងភ្នែកថាវាប្រែពណ៌ហើយយើងច្រឹបឲ្យចំកន្លែងដែលប្រែពណ៌ដើម្បីឲ្យមើលឲ្យដឹងថាវាជាស្អីហើយចាពេលដែលយើងឃើញថាដំណាក់កាលទី2ហើយនិងដំណាក់កាលទី3ដែលយើងត្រូវច្រឹបសាច់ហ្នឹងណាចាអញ្ចឹងគេត្រូវធ្វើនៅក្នុងក្រោម colposcope អាហ្នឹងបានច្បាស់ជាងគេបើអត់មាន colposcope ទេដូចខ្ញុំនិយាយមិញអញ្ចឹងអាចច្រឹបខុសកន្លែងព្រោះមាត់ស្បូនវាមូលដោយប្របីមាត់មនុស្សអញ្ចឹងវាមូលជាងនឹងទៀតចាអញ្ចឹងយើងច្រឹបកន្លែងណាព្រោះជួនកាលមិនមែនពេញមួយមាត់ស្បូនហ្នឹងសិតតែមានការបំលែងទាំងអស់ហ្នឹងវាបំលែងតែម្ដុំតែមួយជ្រុងតាចាឧទាហរណ៍ម្ដុំម៉ោង3ម្ដុំម៉ោង2ម្ដុំម៉ោង1យើងដឹងវានៅម្ដុំណាអញ្ចឹងក៏យើងដាក់អាស៊ីតិចដាក់ទឹកខ្មេះដាក់ទៅយើងឃើញបំលែងហើយយើងច្រឹបឲ្យចំកន្លែងហ្នឹងចាជួនកាលយើងមើលនឹងភ្នែកទៅយើងគិតថាអូមើលបៀអាស្មៀហ្នឹងហើយនឹង colposcope ហ្នឹងយើងមើលថាអូអាហ្នឹងបំលែងហើយប៉ុន្តែយើងឲ្យដឹងច្បាស់ថាបំលែងដល់កម្រិតណាតយកវាទៅមើលនៅកន្លែងអ្នកជំនាញគេហៅ pathologist ណាតឲ្យ pathologist cytologist ហ្នឹងមើលវិធីច្រឹបសាច់ម្ដងតើច្រឹបមានវិធីប្រមាណយ៉ាងមិនច្រឹបដូចគ្នាទេមានច្រើនដំណាក់កាលទៅទៀតឲ្យវិជ្ជបណ្ឌិតអ្នកច្រឹបនឹងជាអ្នកសម្រេចពីព្រោះបើសិនជាល្មមគឺគេហៅថា punch biopsy អានឹងអត់ឈឺទេឈឺតិចតួចឈាមតិចតួចមិនធ្ងន់ធ្ងរទេគេហៅ punch biopsy នេះច្រឹបតែបន្តិចអាសៅយកមកទេអត់ច្រឹបដល់ជ្រៅទេអានឹងគេហៅ punch biopsy ដំណាក់កាលទៀបគេធ្វើអានឹងហើយមួយទៀតដំណាក់កាលមួយទៀតគេហៅ cone biopsy ឬក៏ conization ហ្នឹងមានន័យថាគេកាត់ឲ្យពេលហ្នឹងគេកាត់មាត់ស្បូនរាងដូចសាជីចឹងពីក្រៅទៅគេលុងយករាងដូចសាជីចឹងចាហ្នឹងគេហៅ cone biopsy អាហ្នឹងតាមធម្មតាវាឈឺចឹងគេអាចដាក់ថ្នាំសន្លប់ដាក់ថ្នាំស្ពឹកអីវាអាចហូរឈាមវាអាចឆ្លងរោគអាហ្នឹងត្រូវធ្វើពិសេសណាស់ហើយត្រូវធ្វើជាមួយនឹងអ្នកជំនាញនៅកន្លែងដែលវាស្អាតអត់មានឆ្លងរោគអត់មានខ្លាយរោគចឹងពេលយើងច្រឹបហ្នឹងជួនកាលគេប្រើកាំរស្មីឡាស៊ែរជួនកាលទៀតគេប្រើចរន្តអគ្គិសនីជួនកាលគេប្រើកាំបិតតែម្ដងចាកាំបិតហ្នឹងគេទិញមកមួយសម្រាប់តែម្នាក់អញ្ចឹងគេកាត់មួយហើយគេបោះចោលមួយចោលចាហ្នឹងហើយអាកាំបិតហ្នឹងវាថ្លៃដែរជួនកាលទិញមក$170ក៏មានដែរកាំបិតហ្នឹងគ្រាន់តែកាំបិតហ្នឹងប្រើតែម្ដងបោះចោលអត់មានឲ្យប្រើលើអ្នកផ្សេងខ្លាចមេរោគឆ្លងទៅទៀតគេខ្លាចគេអត់ទុកចិត្តអ្នកដែលសម្រាប់មេរោគខ្លាចគាត់ sterile អត់ស្អាតអញ្ចឹងបើកាត់ពីមួយទៅមួយខ្លាចឆ្លងអញ្ចឹងគេធ្វើមួយបោះចោលធ្វើមួយបោះចោលកាត់តែម្នាក់បោះចោលតែម្ដងកាំបិតហ្នឹងហើយគេយកទៅមើលអានោះគឺប្រភេទជ្រៅបន្តិចគឺវាកាត់រហូតដល់ហួសព្រំដែនមាត់ស្បូនទៀតចា៎ព្រោះគេចង់ដឹងថាតើមហារីកហ្នឹងវារាលដាលហួសព្រំដែនហើយនៅព្រោះចាំទេមិញខ្ញុំនិយាយថា carcinoma in situ មហារីកដែរប៉ុន្តែនៅក្នុងតំបន់របស់ខ្លួនមិនហួសព្រំដែនប៉ុន្តែអា carcinoma invasive carcinoma ហ្នឹងគឺវាហួសព្រំដែនហើយវាទៅដល់ណាបាត់ហើយចឹងហើយបានគេកាត់ឲ្យជ្រៅបន្តិចអាហ្នឹងគេហៅ cone biopsy អាហ្នឹងវាធំប៉ុន្តែតាមធម្មតាគេកាត់អ្នកកម្រិត3អីគេមិនកាត់ទេកម្រិត2អីគេមិនកាត់ទេកម្រិត2វាមាន 2A 2B កហើយខមានន័យថាអាមួយហ្នឹងវានៅរៀងមិនទាន់ខ្លាំងហ្មងទេវាត្រឹមគេហៅ moderate ហ្នឹងវាមិនទាន់ខ្លាំងទេកម្រិត2ដែរតែ2អាទៀបមានអា2ខ្ពស់និងអា2ទៀបបើ2ខ្ពស់គេអាចធ្វើ conization គេកាត់ដូចសាជីហ្មងអញ្ចឹងហើយនៅមួយទៀតរបៀបធ្វើ biopsy ទាំងអស់មាន3ទី1 punch biopsy ដែលឆាប់តែបន្តិចមាន cone biopsy គេកាត់ជ្រៅគេប្រើកាំរស្មី laser ប្រើកាំបិតឬក៏ប្រើចរន្តអគ្គិសនីអានោះជ្រៅចាឲ្យចេញឈាមច្រើនហើយត្រូវដាក់ថ្នាំស្លាប់ឲ្យគេលក់ចាហើយមួយទៀតគេហៅ endocervical biopsy ហ្នឹងគឺគេមានឧបករណ៍ពិសេសមួយលូកចូលទៅក្នុងមាត់ស្បូនអត់ចូលដល់ស្បូនទេណាចាពេលមានមាត់ស្បូនហើយវាមានរុនអាមាត់ស្បូនហ្នឹងបានទៅដល់ស្បូនអញ្ចឹងគេកាយអាផ្នែកខាងក្រៅហ្នឹងយកទៅមើលថាមានកោសិកាមហារីករាតត្បាតដល់ក្នុងហ្នឹងហើយនៅចាបើសិនជាមានគេធ្វើតាមហ្នឹងបើសិនជាមានដល់ជ្រៅអាហ្នឹងគេអាចធ្វើសេចក្តីសម្រេចកាត់ស្បូនចោលទៅមូលហើយកាត់ទាំងកូនកណ្ដោទៀតដើម្បីឲ្យមនុស្សហ្នឹងរស់លើសពី5ឆ្នាំបានលើសពី5ឆ្នាំបានចាចង់និយាយថាឲ្យរស់លើសពី5ឆ្នាំហ្នឹងត្រូវធ្វើអញ្ចឹងអាហ្នឹងសេចក្តីសម្រេចក្រោយឯងមិនមែនសេចក្តីសម្រេចដំបូងទេមិនមែនជំហានដំបូងធ្វើអញ្ចឹងទេសេចក្តីសម្រេចដែលទទួលបានផលចេញលទ្ធផលចេញមកទាំងអស់ហើយឧបមាថាអា biopsy គេហៅ endocervical biopsy ហ្នឹងគឺគេកាយចេញពីរុនមាត់ស្បូនហ្នឹងណាព្រោះមាត់ស្បូនហើយមានរុនវាចូលទៅមានផ្លូវទូចមួយចូលទៅមិនមែនទ្វារឯណាអាហ្នឹងនៅខាងក្នុងទ្វារទៀតទ្វារទី2ហើយអាហ្នឹងចាឲ្យបានទៅដល់ស្បូននៅខាងក្នុងហ្នឹងគេកាយមិនទាន់ដល់ក្នុងគេកាយពីមាត់ស្បូនហ្នឹងយកមកមើលអារុនមាត់ស្បូនហ្នឹងអញ្ចឹងបើសិនជាអត់ឃើញអីទេអាហ្នឹងអូខេចាប់ធ្វើ cone biopsy ឬមួយក៏ចាប់ធ្វើ punch biopsy អត់មានអីទាំងអស់ចេញមកអត់មានបញ្ហាអីទេហ្នឹងចាប់ធ្វើហ្នឹងចាគ្រាន់តែតាមដានរាល់ឆ្នាំទៅចាហ្នឹងបើមានការសង្ស័យយើងធ្វើអីតទៀតតែបើសិនជាមាន CIS ហ្នឹងគឺ carcinoma in situ មហារីកហើយប៉ុន្តែវាមិនទាន់លើព្រំដែនអានោះដូចយើងនិយាយមិញអញ្ចឹងគេចាត់ចែងដូចមហារីកដែលរាតត្បាតដែរពីព្រោះថៃបានអញ្ចឹងចាក់វ៉ាក់សាំងការពារលែងបានហើយអាហ្នឹងចាក់វ៉ាក់សាំងការពារលែងបានហើយពីព្រោះវាទៅជាមហារីកបាត់ហើយនឹងការពារមិនបានវានៅក្នុងព្រំដែនមហារីកនៅក្នុងព្រំដែនប៉ុន្តែវាមហារីកហើយ
វានៅចាំតែថ្ងៃរីកទៅដល់ខាងក្រៅទេបានន័យថាទៅដល់សួតទៅដល់ផ្លោកនោមផ្លោកលាមកអីហ្នឹងណាចាវានៅតែថ្ងៃផ្ទុះទេអាហ្នឹងគឺវិធីនៃការព្យាបាលវិញអត់មានជំរើសអីផ្សេងទេអាហ្នឹងព្យាបាលដូចជាមួយនឹងមហារីកដែរគឺគេកាត់ចោលចាកាត់ចោលហើយគេអាចបាញ់កាំរស្មីគេអាចចាក់គីម៉ូថេរ៉ាពីព្រោះអីហេតុអីយើងមិនទុកចិត្តថាវានៅតែក្នុងព្រំដែនហ្នឹងព្រោះភ្នែកយើងមើលឃើញនៅក្នុងព្រំដែនវាមិនទាន់រាលដាលលុះព្រំដែនទេក៏ប៉ុន្តែជួនកាលវាមានអាកោសិកាមហារីកហ្នឹងវាដាច់ទៅនៅកន្លែងកូនកណ្ដុរចាអញ្ចឹងដើម្បីកុំឲ្យមានផលពិបាកទាំងដុកទ័រទាំងអ្នកជំងឺគេធ្វើចឹងហើយកុំឲ្យថាអូខ្ញុំវះកាត់ហើយខ្ញុំជីឲ្យស្រាប់5ឆ្នាំក្រោយមកចេញមកមួយទៀតហើយនៅក្នុងសួតក៏មានក្នុងខួរក្បាលក៏មានអត់ឲ្យឃ្លីចេញទៅហើយវាហួសព្រំដែនបាត់ហើយតែយើងអត់ដឹងថាអាកោសិកាមួយហ្នឹងវារត់ពូននៅកន្លែងណាយើងអត់ដឹងចានេះជាផលវិបាកសម្រាប់អ្នកដែលកើតជំងឺមហារីកមកស្បូនវិធីដែលថារកឃើញដំណាក់កាលណាគេធ្វើអីចាអាហ្នឹងយើងបាច់ដឹងក៏បានដែរបកគោលតែខ្លួនឲ្យវិជ្ជបណ្ឌិតទៅបានហើយបើយើងចង់សួរដេញដោលយើងសួរទៅចាក៏ប៉ុន្តែបើសិនជាសួរហើយយើងមិនព្រមយល់តាមហ្នឹងយើងទៅសួរដុកទ័រមួយទៀតហើយទៅសួរដុកទ័រមួយទៀតបើសួរ3អ្នកគេនិយាយដូចគ្នាហើយធ្វើតាមគេទៅតែអ្នកខ្លះគឺគាត់មានទំនុកចិត្តទៅលើវិជ្ជបណ្ឌិតរបស់គាត់គេនិយាយតាមម្ដងហ្នឹងគឺគាត់ធ្វើតាមគេហើយអ្នកខ្លះទៀតគាត់អត់ទេគាត់ទៅសួរដុកទ័រមួយទៀតប៉ុន្តែអាហ្នឹងជាសិទ្ធិសេរីភាពជាជំរើសរបស់អ្នកជំងឺហើយយើងត្រូវតែផ្ដល់ជំរើសហ្នឹងហើយជាទូទៅវិជ្ជបណ្ឌិតអត់ខឹងទេហើយបើចង់ខឹងក៏មិនហ៊ានខឹងដែរអ្នកខ្លះគេលួចខឹងប៉ុន្តែលួចខឹងអ្នកឯងលួចទៅប៉ុន្តែខឹងគេអត់បានទេហើយបើសិនជាគេទាមទារយកឯកសារដែលយើងមើលឃើញអីខ្លះត្រូវតែឲ្យគេហើយយើងមិនអាចលាក់ទុកទេព្រោះហ្នឹងមិនមែនជាកម្មសិទ្ធិរបស់យើងទេហើយមួយទៀតវាជាអាយុជីវិតរបស់គេអញ្ចឹងបើគេចង់បានថាយើងឆាប់សាច់ហើយយើងថានៅក្នុងសាច់ហ្នឹងមានស្អីមានមហារីកកម្រិតណាអញ្ចឹងបើគេមកសុំថាឥឡូវឆាប់សាច់របស់ខ្ញុំហ្នឹងដុកទ័រទុកនៅណាខ្ញុំវិញមកឲ្យគេទៅហ្នឹងហើយយើងមិនអាចទុកជាកម្មសិទ្ធិរបស់យើងហើយយកបោះចោលក្នុងធុងសង្រាមទេអាហ្នឹងត្រូវតែឲ្យគេហើយអាហ្នឹងជាក្រមវិជ្ជាជីវៈចាហើយអ្នកជំងឺគាត់យកធ្វើអីស្រាប់តែគាត់ទៅសួរដុកទ័រក្រៅប្រទេសគាត់ទៅសួរដុកទ័រម្នាក់ទៀតសួរស្រាវចិត្តអាហ្នឹងគាត់សួរកាន់តែល្អយើងខ្លាចអីមាសទឹក10បើសិនជាគេទៅសួរទៅម្នាក់ទៀតឆ្លើយអញ្ចឹងម្នាក់ទៀតក៏ឆ្លើយអញ្ចឹងមានន័យថាអូដុកទ័រហ្នឹងគាត់និយាយត្រូវក៏អត់ភូតខ្ញុំទេអាហ្នឹងកាន់តែល្អទៀតនិយាយថាមាសទឹក10កុំខ្លាចភ្លើងចាហើយបើសិនជាខ្លាចយើងមិនមែនមាសទឹក10ស្រាប់តែយើងខ្លាចក៏មិនគួរខ្លាចដែរព្រោះអាយុជីវិតរបស់គេយើងមិនអាចបិទបាំងការពិតទេឲ្យគេរកឃើញទៅការពិតហ្នឹងយើងមិនអាចបិទបាំងការពិតទេចាខាងដើមលោកស្រីវិជ្ជបណ្ឌិតបានជំរាបជូនថាអ្នកដែលកើតមាននៅជំងឺមហារីកមិនស្បូនមិនថាស្ត្រីទេអាចឆ្លងពីបរោះក៏អាចឆ្លងពីស្ត្រីទៅវិញតាមរយៈការប៉ះពាល់ដោយស្បែកតាមរយៈការរំភេទរន្ធគូតឬមួយក៏តាមបំពង់កក្អមមាត់អីជាដើមហើយនៅក្នុងនឹងដែរចន្លោះនៃអាយុពួកគាត់ដែលឆ្លងនឹងអាចពីអាយុប្រមាណទៅដល់ប្រមាណដែរដែលមានឱកាសនៅក្នុងការឆ្លងហ្នឹងចាឱកាសនៃការឆ្លងទាំងអស់គ្រប់វ័យចាឲ្យតែយើងរួមភេទជាមួយនឹងមនុស្សដែលមានផ្ទុកមេរោគហ្នឹងគឺយើងមានឱកាសទាំងអស់ហើយឱកាសដែលឆ្លងហ្នឹងមិនមែនតែមាត់ស្បូនទេគឺនៅមានទៀតឲ្យតែស្បែកប៉ះស្បែកចាបើបរោះហ្នឹងនៅលើពងស្វាបើស្ត្រីហ្នឹងនៅអាកន្លែងជុំវិញរុនហ្នឹងក៏មានដែរហើយទ្វារទាំងមូលព្រោះនៅពីក្រៅមានស្បែកបន្ទាប់ទៅវាមិនមានរុនអាហ្នឹងគេហៅទ្វារមាសរបស់ស្ត្រីបន្ទាប់ពីទ្វារមាសទៅបានដល់មាត់ស្បូនបន្ទាប់ពីមាត់ស្បូនទៅវាមានរុនមាត់ស្បូនបន្ទាប់ពីរុនមាត់ស្បូនទៅបានដល់តួស្បូនហើយចេញពីតួស្បូនបានដល់ដៃស្បូនហើយផុតពីដៃស្បូនទៅបានមានកន្សោមពងអាហ្នឹងគឺជារចនាសម្ព័ន្ធនៃសរីរាង្គភេទរបស់ស្ត្រីតែអញ្ចឹងវាអាចប៉ះទាំងអស់ប៉ះតាំងពីក្រៅរហូតដល់មាត់ស្បូននិងរុនមាត់ស្បូនបើបរោះប៉ះនៅលើពងស្វាប៉ះនៅលើលឹងប៉ះនៅលើស្បែកលឹងនិងកលៀនកភ្លៅជាដើមហើយបើសិនជាមានការរួមរាក់តាមរុនគូតឬមាត់ហ្នឹងវាអាចមាននៅលើមាត់ដែរហើយក៏អាចនៅមាននឹងរុនគូតដែរតើតឹងទៅនឹងការឆ្លងជំងឺមហារីកមាត់ស្បូនលោកស្រីវិជ្ជបណ្ឌិតបានជំរាបជូនថាឆ្លងតាមរយៈប៉ះពាល់ស្បែកដូចជាការពាក់ស្រោមអនាម័យជាដើមក៏មានលទ្ធភាពនៅក្នុងការឆ្លងដែរទោះជាពាក់ស្រោមអនាម័យក៏នៅមានលទ្ធភាពនៃការឆ្លងដែរវាអាចជ្រាបតាមស្បែកនឹងឬមួយក៏ឧបមាថាបរោះហ្នឹងមានមេរោគហ្នឹងនៅលើពងស្វាគាត់ពេលដែលគាត់ពាក់ស្រោមគាត់មានពាក់ទាំងពងស្វាណាអញ្ចឹងអាពងស្វាហ្នឹងវាអាចទៅប៉ះកលៀនវាអាចទៅប៉ះស្បែកខាងក្រៅរបស់ស្ត្រីហ្នឹងអញ្ចឹងជ្រាបចូលតាមស្បែកហ្នឹងទៅវានៅនឹងស្បែកហ្នឹងតែម្ដងហើយប៉ះតាណាមហារីកទៅហ្នឹងចាឱកាសនៃការឆ្លងដូចគ្នាឆ្លងដោយងាយគឺឲ្យតែមានស្បែកប៉ះស្បែកចាហើយឲ្យស្បែកហ្នឹងមានមេរោគផងណាបើអត់មានមេរោគវាអត់ឆ្លងទេហើយស្បែកហ្នឹងអត់មានដាច់ឲ្យមានរបួសក៏ឆ្លងដែរគឺវានៅហ្នឹងហើយវាជ្រៀតចូលខ្លួនវាអត់មានចាំបាច់តាមស្បែកហ្នឹងតែទោះជាស្បែកហ្នឹងអត់មានរបួសក៏វាជ្រៀតចូលបានដែរនៅមាត់ស្បូនដូចគ្នាមិញខ្ញុំនិយាយថាវាជ្រៀតចូលទៅក្នុងកោសិកា
បត់ស្បូនហើយវាបំលែងកោសិកានឹងឲ្យខុសប្រក្រតីបត់ស្បូនកោសិកាបត់ស្បូននឹងវាត្រូវងាប់ជ្រុះចេញមកក្រៅអត់បានងាប់ទេប៉ុន្តែរីករាលដាលហើយធំធាត់នៅនឹងទៀតហើយរាតត្បាតទៀតចាសូមកាត់សេះលោកស្រីវិជ្ជបណ្ឌិតតិចដោយសារតែការពាក់ស្រោមអនាម័យมันអាចការពារបាន 100% តែយើងគួរមានវិធីអ្វីផ្សេងទៀតជាការពិតការពាក់ស្រោមអនាម័យមិនអាចបង្ការការឆ្លងមេរោគ HPV បាន 100% ទេគឺការពារបានការឆ្លងទៅក្នុងមាត់ស្បូនជាច្រើនភាគរយក៏ប៉ុន្តែនៅតែអាចឆ្លងបាននៅផ្នែកខាងក្រៅដែលស្បែកប៉ះនឹងស្បែកអញ្ចឹងយើងគួរធ្វើម៉េចមិនមែនថាការពារមិនបានមិនពាក់ទេពាក់នៅតែពាក់យ៉ាងហោចការពារបានខ្លះហើយជាពិសេសជាងនឹងទៀតទោះជាការពារការឆ្លងរីករាលដាលនៃមេរោគ HPV មិនបាន 100% ក៏ដោយយ៉ាងហោចក៏បានភាគច្រើនហើយនឹងជាពិសេសគឺយើងអាចការពារជំងឺកាមរោគដទៃទៀតដូចជាការឆ្លងមេរោគអេដការឆ្លងមេរោគថ្លើមបេការឆ្លងជំងឺប្រមេះទឹកបាយប្រមេះទឹកថ្លាលាក់នឹងលាក់អញ្ចឹងចាំបាច់ត្រូវតែពាក់ស្រោមអនាម័យការពារដដែលទោះបីជាពាក់ទៅការពារការឆ្លង HPV មិនបាន 100% ក៏ដោយសូមកុំយល់ច្រឡំថាបាច់ពាក់អត់ទេពាក់ស្រោមនៅតែពាក់ដដែលហើយការសិក្សាស្រាវជ្រាវមួយទៀតគេបានបញ្ជាក់ឲ្យឃើញថាសម្រាប់ស្ត្រីដែលគាត់មានផ្ទុកមេរោគ HPV ហើយគាត់មានការបំលែងកម្រិតស្រាលឧទាហរណ៍ដូចជាកម្រិតទី1 CIN1 ការដែលគាត់ពាក់ស្រោមអនាម័យអាចកាត់បន្ថយទប់ស្កាត់កុំឲ្យការបំលែងនឹងទៅលឿនពេកវិវត្តទៅលឿនពេកពីព្រោះគេរកឃើញថាពេលដែលស្ត្រីដែលផ្ទុកមេរោគ HPV ហើយដែលបានបំលែងកោសិកាដល់កម្រិតទាបហើយនឹងពេលដែលគាត់អត់មានស្រោមអនាម័យគឺទឹកកាមរបស់បុរសនឹងធ្វើឲ្យមេរោគនឹងរីករាលដាលលឿនហើយការបំលែងរបស់មេរោគនឹងលឿនជាងធម្មតាអញ្ចឹងបើសិនជាក្នុងករណីដែលស្ត្រីដែលគាត់មានផ្ទុកមេរោគ HPV ហើយមានបំលែងហើយអញ្ចឹងគាត់ត្រូវតែពាក់ស្រោមអនាម័យព្រោះគេបានរកឃើញថាការពាក់ស្រោមអនាម័យនៅពេលនោះការពារទប់ស្កាត់កុំឲ្យការវិវត្តនឹងវាទៅលឿនពេកកុំឲ្យវាទៅដល់មហារីកលឿនពេកដំណាក់កាលនៃការពិនិត្យនៅជំងឺមហារីកមាត់ស្បូនហ្នឹងមានតាមដំណាក់កាលរបស់វាហើយនៅពេលដែលស្ត្រីឬមួយក៏បុរសចង់ទៅពិនិត្យរោគមើលនៅជំងឺនេះថាតើគាត់គួរតែត្រៀមខ្លួនអ្វីខ្លះមុននឹងទៅរកមេរោគហ្នឹងមុននឹងទៅធ្វើ Pap smear មិនសួរខ្ញុំថាស្ត្រីឬបុរសធ្វើបានតែស្ត្រីទេព្រោះបុរសអត់មានវិធីធ្វើទេឥឡូវគេកំពុងតែរកថាចង់រកនៅលើបុរសដែរធ្វើយ៉ាងណាដើម្បីឲ្យដឹងថាគាត់កំពុងតែបំលែងកោសិកាក្នុងបត់របស់គាត់ទៅជាកោសិកាមហារីកឥឡូវអត់ទាន់មានវិធីឲ្យដែលបុរសអាចរកបានទេអញ្ចឹងនៅតែដដែលនឹងគឺត្រូវប្រើអាកប្បកិរិយាក្នុងការរួមភេទនឹងកុំឲ្យមានអាកប្បកិរិយាគ្រោះថ្នាក់កុំឲ្យមានអាកប្បកិរិយាប្រឈមចំណែកស្ត្រីសំណាងដែរគាត់អាចរកឃើញមុនគេធ្វើ Pap smear ដែលខ្ញុំនិយាយមិញមានពីរវិធីគឺវិធីបុរាណនិងវិធីទំនើប Team Prep ឬក៏ថែមពីលើ Team Prep នឹងទៀតមាន HPV DNA គេហៅ Cobas 4800ការដែលយើងត្រៀមខ្លួនយ៉ាងម៉េចទៅបៀកដើម្បីឲ្យមានប្រសិទ្ធភាពហ្នឹងគឺថាគឺយើងមិនទៅបៀកកោសិកានៅពេលដែលយើងកំពុងមានរដូវទេពីព្រោះវាមានរដូវទៅគឺកោសិកានឹងវាជ្រុះមកតាមរដូវចិត្តអស់ហើយចាហើយទី2ទៀតវាមានកោសិកាឈាមនឹងច្រើនពេកវារំខានអញ្ចឹងយើងអាចរកអត់ឃើញទេអញ្ចឹងកុំមើលនៅពេលដែលយើងមានរដូវហើយដែលល្អជាងគេហ្នឹងមើលនៅពេលដែលយើងស្ងួតគឺថ្ងៃទី10ទៅថ្ងៃទី14ក្រោយពេលដែលយើងចាប់ផ្ដើមមានរដូវដំបូងចាអមថាថ្ងៃយើងមានរដូវថ្ងៃ0តមកទី1ទី2ទី3អញ្ចឹងណាដល់រាប់ដល់ថ្ងៃទី10និងថ្ងៃទី14គឺចំប្រឡោះកដាហ្នឹងគឺយើងទៅបៀកកោសិកាហ្នឹងអាហ្នឹងមានប្រសិទ្ធភាពជាងគេចាហើយដើម្បីកុំឲ្យមានការរំខានយើងត្រូវធ្វើម៉េចទៀតពេលដែលយើងទៅបៀកហ្នឹងគឺយើងមិនត្រូវប្រើថ្នាំសុលអ្នកខ្លះសុលថ្នាំដើម្បីកុំឲ្យធ្លាក់សអ្នកខ្លះទៀតប្រើប្រាស់ថ្នាំផ្សេងដែលគេដាក់ពន្យាកំណើតដើម្បីសម្លាប់មេជីវិតហ្នឹងគេដាក់ចូលទៅក្នុងហ្នឹងឬមួយក៏គេប្រើក្រែមប្រើ gel អីចឹងណាគេអត់ប្រើទេព្រោះអាការទាំងអស់ហ្នឹងវារំខានចាវារំខានក្នុងការចាប់យកកោសិកាពីខាងក្នុងមកហើយមួយទៀតគេអត់ឲ្យយើងរួមភេទមួយថ្ងៃទៅ2ថ្ងៃមុនពេលដែលយើងទៅយកកោសិកាទៅពិនិត្យម្ដងទៀតចាយើងអាចតមួយថ្ងៃ2ថ្ងៃទៅមុនពេលដែលយើងទៅឲ្យគេបៀកកោសិកាហ្នឹងពីព្រោះអាមេជីវិតហ្នឹងក៏វារំខានដែរចាអញ្ចឹងមិនមើលពេលយើងមានរដូវមិនដាក់ថ្នាំឬក៏ស្អីចូលទៅក្នុងហ្នឹងមុនពេលដែលយើងទៅមើលព្រោះវារំខានហើយមិនរួមភេទមួយថ្ងៃ2ថ្ងៃមុនពេលដែលយើងទៅធ្វើតេស្តហ្នឹងចាចុះការញ៉ាំហូបចុកអីអត់អីទេមិនបញ្ហាទេចាអត់មានបញ្ហាអីទេចាទាំងវិធីបុរាណទាំងវិធីទំនើបគេគួរចាប់ផ្ដើមមើលនៅពេលដែលស្ត្រីមានវ័យ21ឆ្នាំអាយុ21ឆ្នាំគឺចាប់ផ្ដើមមើលផាត់ស្មៀលើកដំបូងអាយុ21ឆ្នាំរហូតដល់អាយុ60 70ក៏នៅតែមើលដែរនៅតែមើលរហូតចានៅតែមើលរហូតពី21ឆ្នាំរហូតដល់60 70
ចាការកើតនៅជំងឺមហារីកមាត់ស្បូននឹងគាត់អាយុប្រមាណបានអស់នៅជំងឺនឹងដែលថាលែងកើតចំពោះគាត់ទេ បើសិនជា70ហើយយើងរកលែងឃើញគឺយើងឈប់រយបើទោះជាប្រុងនឹងបំលែងក៏20-30 ឆ្នាំគាត់អាយុ100បាត់ហើយហ្នឹង ចា បើ70ហើយនៅតែរកមិនឃើញមានន័យថាគ្មានទាំងកោសិកាដែលបំរុងនឹងបំលែងផងមុំតែវាបំលែងបានគាត់អាយុ100អញ្ចឹងអត់មានអ្នកណារស់ដល់ហ្នឹង ជាជីវិតចុងក្រោយរបស់គាត់ដដែល ចាហើយមួយទៀតតាមធម្មតានៅម្ដុំអាយុ40ផ្លាយឡើងហ្នឹងជាទូទៅគេរកឃើញការបំលែងចាមែនតើការបំលែងហ្នឹងចាប់ដើមបំលែងតាំងពីអាយុ25ទៅ35ម៉េចចាប៉ុន្តែភាគច្រើនគេរកឃើញនៅពេលអាយុ40ឆ្នាំជាងពេលហ្នឹងគេឃើញការបំលែងហើយគេធ្វើការចាត់ចែងព្យាបាលទៅតាមកម្រិត ចា វត្តជុមហានគរ FM 93.5 បម្រើប្រជាពលរដ្ឋនិងសង្គម អរគុណច្រើនហើយតើតើនឹងការរករកលោកស្រីចាំតែបានជំរាបជូនរួចចុះវិធីការពារនិងការបង្ការនៃជំងឺមហារីកមាត់ស្បូនតើគាត់គួរតែប្រតិបត្តិអនុវត្តយ៉ាងដូចម្តេច ដើម្បីការពារឲ្យបាន 100% ចា កុំឲ្យកើតតែម្ដង ឥឡូវវិធីការពារហ្នឹងក៏ពិតខ្ញុំបាននិយាយខ្លះៗឥឡូវសរុបសេចក្តីឡើងវិញ ចាមានចំណុចណាផ្សេងទៀតដែលលោកស្រីចាំ មានប៉ុន្តែដើម្បីដល់អាចំណុចផ្សេងទៀតហ្នឹងគឺយើងនិយាយឡើងវិញតាំងពីដើមដល់ចប់ថាត្រូវការពារយ៉ាងម៉េចទី1រួមភេទ ចា 1 ទល់នឹង 1 ស្មោះត្រង់ដៃគូ ទាំង2នាក់ ចាទៅវិញទៅមក មួយមានមនុស្សតែ2នាក់ ចា នឹងបានយើងការពារបាន 100% ចុះបើយើងកើតពីពូម្ដាយមកយើងមានគ្នាតែ2នាក់យើងបានមេរោគមកពីណាបានមក2នាក់ណាហ្នឹងហើយហ្នឹងគឺជាវិធីដែលល្អបំផុត ការពារទេភាសាជាងការព្យាបាល តែបើយើងធ្វើមិនបានស្ត្រីត្រូវតែទៅមើលគេហៅ Pap smear នឹងទោះជាវិធីបុរាណក្តីទោះជាវិធីទំនើបក្តីបើឃើញថាមានវិធីទំនើបកាន់តែល្អហើយតែបើអត់បានតាមវិធីទំនើបគេហៅ Tin Prep ហើយនឹង HPV DNA នឹងទេយ៉ាងហើយយើងទៅមើលវិធីធម្មតាជារៀងរាល់ឆ្នាំឬក៏6 ខែម្ដងតាមវិជ្ជបញ្ជា ចា អត់មានការឈឺចាប់អីទេហើយក៏តម្លៃមិនថ្លៃដែរវិធីធម្មតាហ្នឹង ចា គឺយើងមើលទៅវិធីមួយទៀតយើងចាក់វ៉ាក់សាំងការពារ វ៉ាក់សាំងមានដែរនៅស្រុកខ្មែរយើងហ្នឹង មានចាមានវ៉ាក់សាំងហើយវ៉ាក់សាំងហ្នឹងគេការពារស្ត្រីតាំងពីអាយុ9 ឆ្នាំ អាចចាក់តាំងពីអាយុ9 ឆ្នាំទៅតែម្ដ ត្រូវ ង ចាប់ផ្ដើមចាក់ពី9ទៅ10ឆ្នាំដើម្បីការពារមុនពេលដែលគាត់រួមភេទលើកដំបូង ចាចាក់ទៅលើស្ត្រីឬមកក៏បុរសទាំងពីរ ការពិតឆ្នាំហ្នឹងគេឲ្យចាក់តែស្ត្រីទេ ស្ត្រីសិនទេ ការចាក់នៅលើក្មេងប្រុសដើម្បីការពារកុំឲ្យគាត់កើតមហារីក squamous cell carcinoma មកអំពីមេរោគ HPV នៅលើលឹងរបស់គាត់ឬស្បែករបស់គាត់ហ្នឹងមិនទាន់មានប្រសិទ្ធភាពនៅឡើយទេឥឡូវនេះគេឲ្យចាក់នៅលើក្មេងប្រុសហើយក៏ប៉ុន្តែលទ្ធផលនៃការការពារមិនទាន់ធានាថាការពារបាន 100% ទេប៉ុន្តែមេរោគហ្នឹងគេធ្វើថ្នាំ2យ៉ាងនៅលើពិភពលោកថ្នាំមួយឈ្មោះ Cervarix ថ្នាំមួយទៀតឈ្មោះ Gardasil ថ្នាំ Cervarix ហ្នឹងការពារបានតែមហារីកមាត់ស្បូនទេ ចា ហើយការពារបានល្អចំណែក Gardasil ក៏ការពារបានល្អដែរនិយាយរួមទាំងពីរហ្នឹងការពារជំងឺមហារីកមាត់ស្បូនបានល្អមានប្រសិទ្ធភាពខ្ពស់ប៉ុនគ្នាដូចគ្នាគ្រាន់តែថាបើសិនជាយើងចាក់ Gardasil ទី1វាថ្លៃជាងហើយទី2វាបានទាំងមេរោគ HPV ដែលមិនបង្កទៅជាមហារីកតែវាកើតសេមាន់ពីព្រោះសេមាន់ហ្នឹងធ្វើឲ្យមនុស្សលមាស់ហើយធ្វើឲ្យសរីរាង្គភេទហ្នឹងអាក្រក់មើលទាំងស្រីទាំងប្រុសគឺអាក្រក់មើលល្មិញល្មម ទៅបើឬមកក៏យ៉ាង អត់តបើទេប៉ុន្តែវាក៏ពីចកពកដោះអាក្រក់មើលតែម្ដងគ្រាន់តែឃើញខ្លាចតែម្ដងចាអញ្ចឹងអានឹងបើសិនជាយើងចង់ចាក់ការពារទាំងអស់គឺយើងគួរចាក់ Gardasil ពីព្រោះមិនមែនតែមហារីកទេដែលយើងមិនចូលចិត្តគឺយើងមិនចូលចិត្តអាដូសសេមន ការ ដែរ ពារផ្សេងៗទៀតបានដែរ ចាជួនកាលអាសេមនហ្នឹងវាដុះនៅមាត់ស្បូនខ្ញុំធ្លាប់មានអ្នកជំងឺដែលសេមនហ្នឹងដុះនៅលើមាត់ស្បូនអញ្ចឹងវាបាំងធ្វើឲ្យមេជីវិតហ្នឹងចូលអត់រួចអញ្ចឹងអត់មានកូនទេតោះតែគេព្យាបាលអាសេមនហ្នឹងជាទៅបានគាត់មានកូនដោយប្រកប ឧបសគ្គជាឧប ចា ស វា គ្គ ជាឧបសគ្គព្រោះមេជីវិតហ្នឹងចូលអត់បានចូលទៅជួបពងរបស់ស្ត្រីបង្កកំណើតទៅជាកូនវាអត់បានចាអញ្ចឹងអ្នកខ្លះគេចាក់ Gardasil ចាក់អាការពារសេមននឹងដែរ ចា ទី1 1 ទល់នឹង 1 ទី2ចាក់វ៉ាក់សាំងហើយទី3ទៅតាមដានរោគរោគ រោគ ទោះបីជាចាក់វ៉ាក់សាំងហើយក៏ដោយក៏នៅតែទៅរោគរោគដែរ ចា ពីព្រោះមហារីកមិនមែនមកតែអំពីមេរោគ HPV ដែលគេចាក់វ៉ាក់សាំងនឹងទេមកអំពីការបំលែងផ្សេងទៀតដែលខ្ញុំរៀបរាប់តាំងពីខាងដើមអញ្ចឹងត្រូវរកអានោះចាហើយទី3គេឲ្យយើងកុំជក់បារីកុំញ៉ាំស្រា ចា មិញខ្ញុំបានរំលឹកហើយថាការជក់បារីក៏អាចធ្វើឲ្យមានការបំលែងខុសប្រក្រតីនៃកោសិកាមហារីកមាត់ស្បូនដែរ ចា ហើយមួយទៀតគេឲ្យយើងញ៉ាំវីតាមីនហ្នឹងដែលល្អជាងគេគឺវីតាមីន A E C និង B D3 ក៏ឲ្យញ៉ាំដែរអញ្ចឹង A B C D ហ្នឹងទាំងអស់ E ហ្នឹងទាំងអស់ឲ្យញ៉ាំទាំងអស់ហ្មងឲ្យញ៉ាំទៅខ្ពស់ញ៉ាំជារៀងរាល់ថ្ងៃជាប្រចាំពីព្រោះអាហ្នឹងវាជា
ជាអ្នកធ្វើឲ្យប្រព័ន្ធការពាររាងកាយយើងខ្លាំងតែប្រព័ន្ធការពាររាងកាយយើងខ្លាំងយើងរកឃើញថាអានោះបំលែងហើយអញ្ចឹងយើងសម្រាប់វាចោលយើងបំលែងវាចោលអញ្ចឹងយើងឈ្នះវា តែតាំងនឹងវីតាមីនទាំងអស់ដែលរស់បានជំនួយជូននោះមាននៅក្នុងអ្វីខ្លះដែរចា៎ ដើម្បីបានទទួលវីតាមីនទាំងអស់ហ្នឹងគឺវីតាមីនទាំងអស់ហ្នឹងមាននៅក្នុងអង្ករសម្រូបនៅក្នុងបន្លែពណ៌អីក៏មានដែរអញ្ចឹងយើងត្រូវញ៉ាំបន្លែនិងផ្លែឈើឲ្យបានគ្រប់ពណ៌ហើយញ៉ាំឲ្យញឹកញាប់ក្នុងមួយថ្ងៃទាំងបន្លែទាំងផ្លែឈើគេឲ្យបាន3ទៅ5ដងក្នុងមួយថ្ងៃហើយឲ្យបានគ្រប់ពណ៌ទៀតហើយបន្លែនឹងឲ្យស្រស់ទៀតពីព្រោះបើមិនស្រស់ទេអមថាយើងចំអិនហើយនៅក្នុងការចំអិនវាធ្វើឲ្យវីតាមីន C ងាប់តែ70អង្សាងាប់ហើយតែបំតែយើងធ្វើឲ្យពុះដល់100អង្សាគឺអត់មានសល់វីតាមីន C ទេចឹងមកគេឲ្យយើងញ៉ាំបន្លែឆៅចាលាងឲ្យស្អាតញ៉ាំបន្លែឆៅហើយញ៉ាំអង្ករសម្រូបបានវីតាមីន B ហើយវីតាមីន D ហ្នឹងគេឲ្យដើរហាលថ្ងៃពេលព្រលឹមឡើងប៉ុន្តែអ្នកខ្លះខ្លាចខ្មៅហើយខ្លាចផាត់ទៀតព្រោះបន្លែនិងផ្លែឈើពេលខ្លះយើងញ៉ាំច្រើនពេកយើងចំអិនវាយើងដាក់ប្រេងដាក់អីទៅវាអាចធាត់ ចា៎ ផ្លែឈើអាខ្លះវាផ្អែមមានជាតិស្ករទៀតអញ្ចឹងអ្នកខ្លះគេត្រូវញ៉ាំថ្នាំវីតាមីននៅក្នុងគ្រាប់តែម្ដងដែលក្នុងមួយគ្រាប់ហ្នឹងមានវីតាមីនទាំងអស់ហើយវីតាមីនហ្នឹងមិនមែនគ្រាន់តែជួយលើកកម្ពស់ឲ្យយើងមានប្រព័ន្ធការពាររាងកាយដើម្បីទប់ទល់នឹងជំងឺហ្នឹងទេវាមានលក្ខណៈពិសេសមួយទៀតទៅជួសជុលឲ្យដូចធម្មតាវិញហើយនឹងបំផ្លាញចោលនៅជាតិពុលផ្សេងៗគេហៅ free radical ហ្នឹងអញ្ចឹងបន្សាបចោលបន្សាបឲ្យជាតិពុលកាចហ្នឹងដែលអាចបំលែងឲ្យទៅជាមហារីកហើយបើសិនតែយើងញ៉ាំវីតាមីនទាំងអស់ហ្នឹងមិនមែនការពារបានតែមហារីកបត់ស្បូនមួយទេមហារីកដោះមហារីកពោះវៀនធំមហារីកនៅតាណាមិនថាមហារីកសួតការពារបានទាំងអស់ជាពិសេសអ្នក